hãy vậy sầm đạch đây bình tô khê sồn mùi sầm đạch cất đôi nhóm mòm sầm tổประเทศบัตติปีมนุษย์ยืงคลาดไอ้ประเทศนั้นខ្ញុំនិយាយភាពឡូស៊ីកពាក់ព័ន្ធជាមួយនឹងប្រធានបទទី1ទឹកវ៉ាន់ឌីអនឡាញប្រធានបទទី3លោកសុភ័ក្រថៃចូលឈូសផ្ទះខ្មែរក្នុងដីខ្មែរដូចមួយដីកើតបើមិនទទួលស្គាល់ថាដីថៃព្រៃចំណេះ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការសីហាកយផ្លាស់ប្ដូរផ្នត់កំណត់សូមទោសបាទមានគ្រឿងក្លែមទី1គឺខ្ញុំសំណូមពររបស់បងប្អូនឲ្យនិយាយអំពីតើលេងនវត្រាចាត់ទុកជាអ្នកឆោបោកដែរឬទេនេះភ្នំងភេកទី2ប្រធានបទទី3លើកយកមកធ្វើជាគ្រឿងក្លែងទី2បងប្អូនយើងជាច្រើនបានចោទសួរខ្ញុំអ្នកខ្លះខុសស៊ីណាសុំយោបល់អ្នកខ្លះសួរមតិតយល់យ៉ាងណាព្រមមានសំណួរខ្លះធ្ងន់និគីតួដែលធ្វើឲ្យខ្ញុំលើកយកមកបកស្រាយនៅក្នុងប្រធានបទនេះពុទ្ធសិលគ្រឿងក្លែងនេះថាលោកគ្រូសង្ស័យថាលេងនវត្រាគឺជាជនឆោបោកស្រីពេជ្រដូចអ្នកដែលឆោបោកមុនដែរឬទេខ្ញុំបានឆ្លើយយ៉ាងខ្លីទៅវិញថាកាលណាខ្ញុំអត់សម្ដៅលើលេងនវត្រាខ្ញុំនិយាយចឹងណែបងហុងខ្ញុំថាខ្ញុំអត់សម្ដៅលើបុគ្គលណាឬលេងនវត្រាទេកាលណាបុគ្គលម្នាក់សន្យាចុះកិច្ចព្រមព្រៀងថាធ្វើអ្វីមួយហើយមិនធ្វើបុគ្គលនឹងគឺបោកយោងតាមច្បាប់គឺរំលោភសេចក្តីទុកចិត្តបោកនឹងពាក្យសាមញ្ញភ្នំស្រង់ភេកពាក្យផ្លូវច្បាប់គឺរំលោភសេចក្តីទុកចិត្តណាបោកមាន2ធំក្រោមរូបភាពគ្មានដែនកំណត់មិនបានថាក្រោមរូបភាពគ្មានដែនកំណត់ខ្ញុំនិយាយពី2ធំហ្នឹងជាទស្សនៈរបស់សូនរ៉ាគ្រីស្ទីណាប៉ុលជាបណ្ដាទី1បោកដែលមានលក្ខណៈផ្លូវច្បាប់គឺចុះកិច្ចសន្យាមានឯកសារដូចលេងនវត្រាគឺគេហៅថាបោកមានលក្ខណៈផ្លូវច្បាប់បើសិនជាវាចូលនៅក្នុងនេះបញ្ញត្តិនឹង Elena Lock គឺចុះកិច្ចសន្យាប៉ុន្តែមិនបានធ្វើតាមកិច្ចសន្យាឧទាហរណ៍ផ្ដល់ផ្ទះទទួលលុយអានឹងមិនឲ្យផ្ទះគេហើយយកលុយទៅបាត់អានឹងបោកយើងទិញឡានយកលុយឲ្យឡានយកលុយស្រាប់តែអត់ឃើញឡានអានឹងគឺបោកប៉ុន្តែវាមានភ័ស្តុតាងគឺផ្លូវច្បាប់មានលិខិតផ្លូវច្បាប់ឧទាហរណ៍ដូចជាលិខិតទិញដូរលិខិតជួលណាកម្មករត្រូវតែតស៊ូលិខិតចុះកិច្ចសន្យាអានឹងគឺផ្លូវច្បាប់ផ្លូវច្បាប់គឺអ្វីក៏ដោយឲ្យតែមានឯកសារសូប៊ឺណឹសបោកទី1អាធំប៉ុន្តែមានច្រើនរូបភាពបោកទី2គឺអត់មានឯកសារផ្លូវច្បាប់អីទេដូចជាពួកឆោបោកតាមអនឡាញគ្រាន់តែមានភ័ស្តុតាងអានឹងគឺណាបោកថាត្រូវឆ្នោតថាដាក់លុយវិនិយោគអានឹងគឺដាក់លុយវិនិយោគនេះតាមមួយឆ្នាំនេះខ្លាយទៅជាមហាសេដ្ឋីមាន1លានធម្មតាវាត្រូវតែមានមនុស្សភ្លើងហើយកូនខ្មែរពិតបងប្អូនជឿសូនតារាបើគេថាដាក់លុយវិនិយោគទៅតាមប្រព័ន្ធធនាគារទំនើបរបស់អាមេរិកណែគេចាក់វីដេអូឲ្យយើងមើលថាសេដ្ឋីមានសេដ្ឋីនេះសេដ្ឋីនោះចឹងណាហើយគាត់ថាអ្នកនឹងខ្លាយជាសេដ្ឋីទី2លើពិភពលោកជួនកាលពួកនឹងក្នុងសិក្ខាសាលាគ្រាន់តែយើងដើរចូលទៅផ្ទះដៃអូមហាសេដ្ឋីពិភពលោកកម្ពុជាបានមកដល់ហើយបងប្អូនអ៊ីសានប្រៃខ្ញុំនិយាយនេះដូចជាពលឹងតិចដែរប៉ុន្តែនៅក្នុង
ប្រទេសកម្ពុជាសង្សារមានអវៈសិក្សាជោគជ័យអញ្ចឹងហ្នឹងបងប្អូនអញ្ចឹងគេបង្រៀនយើងថាចេះជាច័ន្ទមូនីកាគាត់តែយើងដើរចូលសាលទៅគ្រូគេផ្ទះដៃមិត្តភ័ក្តិគេផ្ទះដៃគេថាអូមហាសទ្ធិពិភពលោកចូលមកដល់ហើយណែយូហ៊ីគេផ្ទះដៃយ៉ាងឬក៏គេបង្រៀនមនុស្សឲ្យប្រាប់ខ្លួនឯងថាចេះសុផានេសិនជីខ្ញុំជាមហាសទ្ធិខ្ញុំជាមហាសទ្ធិកូនខ្មែរប្រុសឆៃណែដើរទៅគឺក្នុងចិត្តនិយាយមកខ្ញុំមហាសទ្ធិខ្ញុំមហាសទ្ធិហើយអានឹងពាក្យថាអាខ្ញុំមហាសទ្ធិហើយគេថាអូមហាសទ្ធិថ្មីកើតមកទៀតហើយដើរចូលវិទះដៃតាមពិតយើងអត់មានអីទាំងអស់យើងនឹងវាថាក្រលហាមមែនទេណាបងណាខ្ញុំថាមានវគ្គនឹងមានអាវគ្គណែហ្នឹងហើយវិញខ្ញុំថាមិនអត់ទេសនរានិយាយគេថាភ្នែកមនុស្សទេភ្នែកទឹកដល់តែពេលវាដល់តែពេលឃើញអ្នកដែលមានអចរិតចឹងដូចមិនខុសទេដូចមិនខុសទេបងប៉ុន្តែយេស៊ូទៅមានអតិពលមកពីណាមានអតិពលមកពីអាបោកនឹងឯងបងប្អូនណាមានអាវិនិយោគមានអាប្រាក់លៀនមានអាមហាសទ្ធិមានអាអុកងាមានអីចឹងទៅគេមានវិនិយោគអីចឹងគេដាក់ប្រាក់ក្នុងប្រព័ន្ធអីនឹងគេឲ្យមើលភាគហ៊ុនគេចាក់វីដេអូយើងមើលណាគេថាអូមានភាគហ៊ុនអន្តរជាតិនៅធំអានឹងភាគហ៊ុនធំជាងគេនៅហុងកុងនៅអាមេរិកនៅអឺរ៉ុបនៅបារាំងបងប្អូនណាភាគហ៊ុននឹងយើងខ្លាយជាសទ្ធិនេះសទ្ធិអត់ដឹងខ្លួននេះហ៊ុនត្រាពេលហ្នឹងមកមនុស្សពើងខ្លួនបងប្អូនណាដល់តែពេលប្រហែលមកមិនដឹងថាចាញ់បោកគេអាហ្នឹងខ្ញុំគាត់ចង់និយាយឲ្យដូចជាលក្ខណៈអប់រំដែរដូចជាលក្ខណៈផ្សាយដំណឹងឲ្យបងប្អូនឲ្យមានការប្រុងប្រយ័ត្នគ្មានរបស់ឲ្យបានមកមួយខែបាន$2លានទេបងប្អូនណាវាអត់បានមានទេមែនទេមិនចឹងណាម៉ាំងចឹងណាអត់បានមានទេអញ្ចឹងអាបោកមួយទៀតដែលខ្ញុំចង់និយាយថាអត់មានឯកសារអត់មានអីទេគឺជាការចាក់បញ្ចោឬក៏បញ្ឆោតទឹកចិត្តមនុស្សលោភលន់ហើយយើងសួរតើលោកគ្រូបងប្អូនឥឡូវសប្តាហ៍ថ្ងៃនេះណាទោះជាមានខ្ញុំគាត់ប្រាប់ថាចេះទោះជាមានវិទ្យាសាស្ត្រសុខុមចាប់ជឿនលឿនយ៉ាងណាដែលបងប្អូនថាផែនដីមានរាងមូលបងប្អូននៅតែមានមនុស្សនិយាយថាផែនដីមានរាងតប៉ែតចឹងសារ៉ាទីអត់ជឿសនរាមនុស្សអ្នកណាថាអត់ជឿសនរានេះនៅតែមានមនុស្សថាផែនដីរាងតប៉ែតចឹងវាត្រូវក្នុងចំណោមមនុស្សណែប្រមាណទៅលើផែនដីប្រមាណ1000លានអ្នកហ្នឹងយ៉ាងហោចក៏មានមនុស្សបែរជាប្រមាណលានអ្នកដែលថាផែនដីមានរាងតប៉ែតបងប្អូនខ្ញុំនិយាយមានន័យថាម៉េចមានន័យថាទោះជាយើងដឹងថាវាអាហ្នឹងវាមិនដែលណាទៅចាញ់បោកលោកគ្រូត្រូវតែមានមនុស្សភ្លើចាញ់បោកញ៉ាំនេះគេថាដាក់ប្រាក់វិនិយោគទៅចំណាយអស់តែ$500ទេម្នាក់3ខែក្រោយមកអ្នកនឹងខ្លាយទៅជាមហាសទ្ធិភាគហ៊ុនបើកាលណាភាគហ៊ុនឡើងក្នុងមួយប្រព្រឹត្តភ្នែកអ្នកបដូរជោគវាសនាហើយទៅជាមហាសទ្ធិពី500ទៅ1លានពី1លានឡើងដល់10លានពី10លានឡើងដល់100លានមនុស្សត្រូវតែមានយ៉ាងហោចក្នុង100%យ៉ាងហោចក្នុងចំណោមមនុស្សមែនទេយ៉ាងហោចក្នុងចំណោមមនុស្សប្រមាណលានអ្នកនឹងសួយសែនត្រូវតែមានមនុស្សភ្លើបើប្រមាណ1000លានត្រូវតែមានមនុស្សភ្លើប្រមាណហ្នឹងហើយមនុស្សភ្លើបងប្អូនរៀបរាប់ទៅមានកំថាឡើយ100លានអ្នកដល់10លានអ្នកល្មមមកគ្រប់គ្រាន់ខ្លាយជាមហាសទ្ធិណាអាអ្នកបោកគេហ្នឹងអញ្ចឹងចម្លើយខ្ញុំនិយាយបែបវិទ្យាសាស្ត្រតើចុះលេងនវត្រាបោកទេយើងមើលយកពុំពីហ្នឹងទៅសូនពេងតើគាត់បានយកលុយដោយមិនអោយផ្ទះគេដែរទេសុវណ្ណសូបងប្អូនមិនមើលបើសិនជាគាត់យកលុយឲ្យផ្ទះគេហេតុអីបានជាមនុស្សបាតកម្មអញ្ចឹងមានន័យថាបោកនៅក្នុងប្រទេសកម្ពុជាហេតុអីបានជាមនុស្សខ្លះមានទោសដែលងាយមនុស្សខ្លះទោះជាប្រជាជនបាតកម្មឈឺឆាប់ក៏ដែរមានទោសមនុស្សដែលមានទោសដែលងាយបងប្អូនឃើញអ្នកខ្លះអត់ដឹងអីសោះមិនបាច់ទេអានេះដូចជាឪពុករបស់ខ្ញុំអត់មានទោសអីសោះមិនដែលទៅផលលំមាស់មែនទេគាត់មិនដែលទៅជេរបចៅបើយើងជេរបចៅដល់ណាមួយម៉ាច់ប្រទេសថ្ងៃមុននេះចាប់ទីជិះខ្ញុំនិយាយនៅប្រធានបទទី2វិចារដួងចិត្តចាប់នេះម្នាក់ស្អីនៅសួងឈៀនមាក់គុទេសកាយម្នាក់ណាថាពីបទ Gen Z ចំនួន Z អីចឹងទៅសរសេរញុះញង់អាហ្នឹងយើងថាយើងមិនគ្រប់គ្រងយើងថ្កោលទោសអំពីការចាប់ខ្លួនគាត់ប៉ុន្តែយ៉ាងហោចណាស់គាត់បានសរសេរអីដែរតែឪពុករបស់ខ្ញុំឥឡូវយើងពិចារណាឪពុករបស់ខ្ញុំសូន្យមកពុនគេហៅថាមិនដឹងជាយកអីមកប្រៀបធៀបឲ្យនិយាយពីគុណធម៌បើនិយាយពីគុណធម៌មិនដឹងយកអីមកមិនធ្លាក់កម្រិត0ធ្លាក់ដល់កម្រិត0តែម្ដងគីមលី AR រំមិតាគុំអញ្ចឹងបងប្អូនពិចារណាទៅវាយ៉ាងម៉េចអញ្ចឹងខ្ញុំចោទសួរថាបោកនៅក្នុងប្រទេសកម្ពុជាវាមានសញ្ញាពីរនឹងឯងគឺអ្នកខ្លះអត់ធ្វើអីសោះជាប់គុកដោយងាយអត់ធ្វើអីគ្រាន់តែផោមបងប្អូនអត់លឺអត់ស្អុយសោះក៏ជាប់គុកមានអ្នកខ្លះប្រជាជនឈឺចាប់រងដើរធ្វើបាបគេទៅលេងនវត្រានោះមានអ្នកលើកបដាមានអ្នកឈឺចាប់មានអ្នករងគ្រោះតែវាអត់ជាប់គុកបងប្អូនអាចឆ្លើយខ្លួនឯងបានហើយមិនបាច់ចាំសូនតារាទេណាខ្ញុំនិយាយមានពេលខ្លះមិនចាំបាច់និយាយទេនិយាយឲ្យថា
2 + 2ខ្ញុំបាច់ចាំថា4នេះនេះខ្ញុំដាក់តែប៉ុណ្្នឹងទៅថានៅក្នុងប្រទេសកម្ពុជាមានអ្នកខ្លះជាប់គុកដោយងាយមានអ្នកខ្លះដើរជិះជាន់ច្បាច់កទៅលេងនវត្រានឹងប្រជាជនឈឺចាប់ជនរងគ្រោះគឺឡើងរំភើយហេតុអីសូនតារាមិនឆ្លើយព្រោះអានឹងវាស្រួលពេកបើមិនចេះអានឹងមានន័យថាចូលស្ថិតនៅក្នុងលំដាប់ដូចសូនតារាថាណាអាគេថាផែនដីមានរាងមូលគ្រប់គ្នា is enterprise ឯងថាផែនដីរៀងទៅប៉ែតអត់ទៅម្នាក់ឯងទៅព្រៃចំណិត share វីដេអូនេះទៅកាន់ព្រៃចំណិតដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការចន្ទរាវិទូផ្លាស់ប្ដូរផ្នត់កំណត់បងប្អូនមានប្រិយមិត្តណាដែលគាត់នេះតាក់ទងសរសេរសារមកខ្ញុំភាគច្រើនសរសេរមក page ខ្ញុំមិនសូវមើលមានន័យថាខ្ញុំមិនសូវតបមិនមានន័យថាខ្ញុំមិនមើលទេដោយសារវាច្រើនដូចអានេះវាច្រើន page អញ្ចឹងខ្ញុំ scroll មើលកន្លែងណាដែលមានសំណួរសំខាន់ខ្ញុំមើលខ្ញុំតបអានេះ page ខ្លះថាលោកគ្រូផ្ញើមកលេខ 4 5 ថ្ងៃវាច្រើន page មែនទេប៉ុន្តែបើ account ជាទូទៅ account របស់ខ្ញុំតារាសូនហ្នឹងគឺវាឥឡូវនេះត្រូវក្រុមហ៊ុនបិទថ្ងៃមុនថាក្រុមហ៊ុនបិទនៅទ័ពខ្មោចឥឡូវ Facebook របស់ខ្ញុំ account តារាសូនហ្នឹងគឺក្រុមហ៊ុនបិទបងប្អូនណាហើយខ្ញុំកំពុងផ្សាយផ្ទាល់នេះគឺ page ទំព័របើនិយាយឲ្យខ្លីទៅនៅហាស៊ីគីនខ្ញុំប្រើ page ជាផ្លូវការតែចំណែក account ហ្នឹងគឺខ្ញុំសឹងមិនដែលប្រើទេបងណាខ្ញុំទុកគ្រាន់តែមើលម៉ោងអីទេអញ្ចឹងអ្នកណាដែលធ្លាប់ផ្ញើសារមកលោកគ្រូនៅ account Facebook របស់សូនតារាហើយអត់ឃើញតបអត់ឃើញអីហ្នឹងបងប្អូនគឺ Facebook វាបានបិទហើយខ្ញុំសួរថាពេលណាអាចយកបានមកវិញខ្ញុំអត់ទាន់ដឹងទេបាទទុកវាមួយរយៈសិនទៅចាំមើលរកវិធីឲ្យអ្នកជំនាញខាងបច្ចេកទេសគេជួយយកមកវិញមិនមែនគេ hack ទេគឺ Facebook វាបិទយុទ្ធនាការបិទFacebook នេះបិទដោយរបស់ខ្ញុំមានព័ត៌មានតនន័យគ្រប់គ្រាន់អត់បិទបុលយកប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាច់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់មុននឹងចូលទៅដល់គ្រឿងក្លែមទី2ស្រៀងជាងឡានគ្រឿងក្លែមទី2ជាប្រធានបទមកណាខ្ញុំថាមុននឹងចូលទៅដល់ប្រធានបទទី3ខ្ញុំយកប្រធានបទទី3មកនិយាយមុនព្រោះវាដដែលហ្វាវិជាបងប្អូនខ្ញុំឲ្យបងប្អូននៅស្រុកខ្មែរស្រាប់អាចជិះឡានឬក៏ជិះម៉ូតូទៅមើលបុរីនានាជុំវិញប្រទេសកម្ពុជាជាពិសេសនៅខេត្តក្រុងសំខាន់ភ្នំពេញក៏ដោយសៀមរាបក៏ដោយបាត់ដំបងក៏ដោយផ្ទះល្វែងវីឡាកូនកាត់ថាវីបុរីស្ងាត់ដូចចោលលួចសេះពីមុនជំនាន់លុយផ្អើលរឿងតំណែងណាការជួញដូរដីគេហៅថាដីឡើងថ្លៃចំនួនសម័យអចលនទ្រព្យសម័យហ្នឹងដែលអាមេរិកនិងអង់គ្លេសហៅថាសម័យលាងលុយដែនឥន្ទ្រីសេរីគឺពួកម៉ាហ្វ្យាវាយកលុយមកលាងតាមរយៈទិញដីបង្វិលលុយចូលធនាគារដីហ្នឹងអត់យកធ្វើអីទេទិញចុះទិញពីគ្នាចុះឡើងសង់អាគារប៉ុន្តែក៏មានសល់ចំហាយខ្លះផ្លាតមកខ្មែរយើងអ្នកដែលចាក់តន់រត់តន់អាចចំហាយដីឡើងថ្លៃហ្នឹងក៏ខ្លាយទៅជាអ្នកមានទរលឹងអ្នកខ្លះរត់ក្រោយគេហ្នឹងទិញដីមិនទាន់បានក៏ដាក់អាចំហាយហ្នឹងវាចប់បាត់ណាខ្លួនឯងសល់តែដីកប់បំណុលលក់អត់ចាញ់មានទ្រព្យដែរក៏ទ្រព្យនៅដីអញ្ចឹងឥឡូវបងខ្ញុំឲ្យបងប្អូនមើលមែនទេជាពិសេសអ្នកនៅស្រុកខ្មែរស្រាប់បងប្អូនជិះដើររមើលគ្រប់ខេត្តនៅក្នុងប្រទេសកម្ពុជាបុរីផ្ទះល្វែងវីឡាកូនកាត់ស្ងាត់ដូចចោលលួចសេះប្រយ័ត្នខ្មោចលើណាគ្រូបងតោស្ងាត់ជាងព្រៃខ្មោចភ្នោកប់ខ្មោចទៅទៀតហេតុអីមនុស្សអត់លុយទិញហេតុមនុស្សអត់លុយទិញសេដ្ឋកិច្ចធ្លាក់ចុះ Kevin Kham អានេះខ្ញុំនិយាយអញ្ចឹងពីព្រោះក្រៃឡូនិយាយថាអូសូនតារាថាអូឯអ្នកក្រៅប្រទេសមានលុយជិះយន្តហោះទៅមើលអ្នកក្រៅប្រទេសណាបើអត់ជឿសូនតារាទេទៅប៉ុន្តែខ្ញុំនិយាយថាអ្នកក្រៅប្រទេសវានៅឆ្ងាយពេកវាអត់មានពេលអ្នកនៅក្នុងស្រុកខ្មែរបងប្អូនទីអត់ដឹងមានន័យថាប្រទេសកម្ពុជាប្រជាជនណាបច្ចុប្បន្នរលុយសម្រាប់ទៅទិញម្ហូបទេបងភាគច្រើនណាអ្នកខ្លះអត់មានលទ្ធភាពបង់ផ្ទះបកុលឲ្យគេអាខ្លះបកុលហើយនឹងក្រុមហ៊ុនអត់ទាំងហ៊ានយកវិញផងព្រោះអត់មានលុយសងនឹងយកធ្វើអីបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាបុរីកូនកាត់វីឡាកូនកាត់ផ្ទះល្វែងណាគូសុទ្ធតែស្ងាត់ដូចព្រៃខ្មោចបងប្អូនអត់មានមនុស្សទិញទេអាហ្នឹងហើយដែលបញ្ជាក់ថាសេដ្ឋកិច្ចខ្មែរយើងដាំដងក្បាលធ្លាក់ចុះដោយសារតែការដឹកនាំដែលអត់មានគំនិតដើម្បីពង្រឹងសេដ្ឋកិច្ចបង្កើតការងារឲ្យប្រជាជនធ្វើប
ao là thưa ấy môi chung nom kia chứ tận nom kia tình đây lục bắn thưa là với phương bộ rấy anh nè đi anh nênเวลา con cắt lụa ដើម្បីខ្លាយជាមហាសេដ្ឋីខ្ញុំនិយាយថាខ្លាយជាមហាសេដ្ឋីប៉ុន្តែត្រូវគិតថាតើអ្នកណាទៅទិញបើប្រជាជន17លានណាវាក្រផ្ទះណាប្រជាជនប្រហែល16 17លានអ្នកហ្នឹងទៅធ្វើការណាស្រីលៀបនៅស្រុកថៃអៀបថៃទៅធ្វើការនៅស្រុកកូរ៉េហើយប្រជាជនវាអត់ការងារធ្វើផងមនុស្សសម្រុកទិញផ្ទះលុយឯណាមានតែធ្វើផ្ទះទុកឲ្យខ្មោចឡងព្រៃច្មេះ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតាស្រាតខោជនបដិការផ្លាស់ប្ដូរផ្នត់កំណត់សូនតាមនុស្សទេពភ្នែកទឹកណាបងប្អូនណាអញមិនជឿបងប្អូនជីដើមមើលមើលកុំថាឡើយក្រុងភ្នំពេញខ្ញុំឲ្យមើលខេត្តក្រុងធំធំគ្រប់បុរីផ្ទះល្វែងវីឡាតូចវីឡាធំវីឡាកូនកាត់ស្ងាត់ជាងភ្នោខ្មោចទៅទៀតមនុស្សអត់លុយទិញណាកប់ចោលឲ្យចក្រៀងអាខ្លះទុកចោលយូរទៅឡើងតែចាស់បងប្អូនអត់តែមានតែពីងពីងផងសេដ្ឋកិច្ចយើងទៅហើយប្រធានបទទី3ប្រធានបទទី3មិនមែនមានន័យថារំលងប្រធានបទទី1ទី2ទេអាហ្នឹងវាខ្ញុំលើកយកមកនិយាយមុនដោយសាររឿងដដែលខ្លីឃើញសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមថៃឈូសផ្ទះពលរដ្ឋខ្មែរម្នាក់2នាក់3នាក់ថាម្នាក់ទៅចុះនៅភូមិព្រៃច័ន្ទបងប្អូនខ្ញុំដាក់សំណួរ logic ជាសំណួរនេះណាជាសំណួរគេនិយាយថាសំបីតែអាជ្ញាធរខេត្តមន្ទីរមានជ័យក៏និយាយដែរទទួលស្គាល់ថាថៃឈូសផ្ទះពលរដ្ឋខ្មែរម្នាក់ថារត់នៅភូមិព្រៃច័ន្ទសំណួរពាក្យថាពលរដ្ឋខ្មែរភូមិព្រៃច័ន្ទមានន័យថាប្រទេសខ្មែរទឹកដីខ្មែរភូមិខ្មែរបងប្អូនណាបើវាជាទឹកដីខ្មែរជាផ្ទះប្រជាពលរដ្ឋខ្មែរជាភូមិខ្មែររស់ណារំតើថៃអាចចូលមកទឹកដីខ្មែរឈូសផ្ទះខ្មែរដោយគ្មានប៉ូលីសព្រំដែនដោយគ្មានទាហានព្រំដែនដោយគ្មានអាជ្ញាធរទៅគាត់យ៉ាងដូចម្ដេចកើតបើអញ្ចឹងថៃមកឈូសវាមានឯករាជ្យត្មងទៅចាំទៅឈូសអីហ្នឹងបើថៃអាចពួកដីខ្មែរមកចំអានក៏ដីខ្មែរ10គីឡូម៉ែត្រក៏ដីខ្មែរ100គីឡូម៉ែត្រក៏ដីខ្មែរណាបើថៃអាចចូលឈូសដីបើថៃអាចចូលឈូសឆាយផ្ទះនៅលើភូមិទឹកដីខ្មែរបានហើយចុះអាជ្ញាធរខ្មែរយើងនឹងឈោមមើលអានេះជាសំណួរណាបងប្អូនជាសំណួរអញ្ចឹងមានន័យថាម៉េចវាមានន័យថាតើតែយើងទទួលស្គាល់ថាភូមិហ្នឹងវានៅលើទឹកដីថៃហើយទើបថៃអាចចូលមកបានបើយើងអត់ទទួលស្គាល់ថាភូមិហ្នឹងសឹមស៊ីណានៅលើទឹកដីថៃទេអាមិនបានជាអាជ្ញាធរថៃអាចធម្មតាអាជ្ញាធរថៃប៉ូលីសអត់រថយន្តអីអាចមានវត្តមាននៅលើទឹកដីខ្មែរបានបងប្អូនខ្មែរយើងវាអន់ដល់ថ្នាក់ណាទៅប្រទេសយើងនឹងថាវាអន់ដល់ថ្នាក់ណាទៅដែលអាចឲ្យគេចូលមកសម្លាប់ប្រជាជនខ្លួនឯងនៅមុខឈរមើលចេះហ្នឹងស្មើសម្លាប់មកឈូសផ្ទះនៅលើដីខ្លួនឯងនៅមុខមហាម៉ាត់សាឡេះអាកម្មជាសំណួរអានេះខ្ញុំសួរទេណាខ្ញុំសួរថាតើថៃអាចចូលមកទឹកដីខ្មែរមកឈូសឆាយផ្ទះខ្មែរនៅភូមិខ្មែរយ៉ាងដូចម្ដេចកើតដោយគ្មាននរណាម្នាក់អើពើឈរមើលគេឈូសបងប្អូនឥឡូវយើងចូលដីថៃគេបាញ់ងាប់អត់ឡើយនេះអញ្ចឹងតើតែឯងនឹងត្រូវទទួលស្គាល់ថាតើបច្ចុប្បន្នរដ្ឋាភិបាលនិយាយច្បាស់មកថាភូមិព្រៃច័ន្ទហ្នឹងដីខ្មែរឬដីថៃបើដីខ្មែរมันអាចឲ្យគេចូលមកជំហានបានទេហើយបើគេចូលមកឈូសมันអាចរត់អត្រ័យណាមកឈូសបានទេត្រូវតែយកអត្រ័យហ្នឹងទៅរុញចេញវិញទឹកដីយើងប្រទេសយើងមានអធិបតេយ្យភាពបាទមែនទេតូចក៏ដោយយើងមានលទ្ធភាពដាលីអុយចុះបើសិនជាវាអាចចូលមកបានវាមានករណីពីរករណីហ្នឹងទីមួយយើងវាខ្សោយពេកសុពេកយាបចង់គេចូលមកជន់ក្បាលខ្ញុំថាបើចង់ចូលចឹងមកចូលឈូអីផ្ទះហ្នឹងបើឈូសាលាខេត្តបាត់ដំបងទៅបើអាចចូលដីខ្មែរបានហើយចូលដីត្រឹមហ្នឹងចូលមកឈូសាលាខេត្តបាត់ដំបងទៅតែមើលធ្វើម៉េចឈូផ្ទះចវាយខេត្តប្រទេសមានជ័យហ្មងទៅអាហ្នឹងបានវាចប់បងប្អូនណាហើយទៅជួយផ្ទះចវាយខេត្តឈូស្នងការប៉ូលីស
ឈូសស្នងការទៅប្រទេសទាហាន PM នៅខេត្តប្រទេសមានជ័យទៅអាហ្នឹងវាអត់មានមិនបាច់ចាំតាណាទៅមានបញ្ហាអីបើវានៅលើទឹកដីខ្មែរហេតុអីបានជាថៃអាចចូលមកឈរជើងនៅទឹកដីខ្មែរហើយកុំតិចផ្ទះខ្មែរបានហេតុអីសំណួរអញ្ចឹងមានន័យថាទាល់តែយើងនឹងឌីចាន់ទទួលស្គាល់ថាអានេះដីថៃខ្មែររស់នៅខុសច្បាប់បើយើងមិនទទួលស្គាល់រឿងអីបើយើងមិនទៅគាត់នេះរឿងអីយើងឆ្លងមើលរឿងអីថៃអាចចូលបាននេះតិចច្រឡំថានេះសរិទ្ធកុំគេចូលហើយចេញទៅវិញអត់មានទេឬក្បាលគេច្រឡំហើយនេះបាយមិនអាចខ្លាយជាអង្គវិញបានទេកុំច្រឡំមិនសោះមួយទៀតរឿងមួយក៏ជាយុទ្ធសាស្ត្រដោយដែលឃើញលក្ខណៈវ៉ាន់នៅជប៉ុនហ្នឹងបានលើកឡើងអំពីកាត់ដីដោយសន្តិភាពអលក្ខមកឬមួយក៏យើងបានកាត់ដីហ្នឹងទៅឲ្យគេហើយដោយខ្លាចគេវាយសុកចិត្តអាសាច់ជូនខ្លាទើបនៅស្រុកបានមែនទេមិត្តម៉ាអានេះជាសំណួររបស់សន្តារាទេណាតើយើងបានទទួលស្គាល់ថានឹងដីថៃហើយឬតើយើងបានត្រៀមកាត់ដីហ្នឹងទៅឲ្យដើម្បីដូរយកសន្តិភាពហើយឬផាត់ទីឡើងបើតើបើយើងនៅអាងថាជាទឹកដីខ្មែរហេតុអីបានជាថៃអាចចូលដីខ្មែរមកវាយប្រជាជនខ្មែរបានអត់មកខ្ញុំអត់យល់ទេមែនទេខ្ញុំមិនយល់ហេតុអីមិនដឹងជាយកអីមកគិតតើវាយ៉ាងម៉េចសំណួររបស់ខ្ញុំណាសម្បត្តិបាត់របស់មានតែប៉ុណ្ណឹងទេណាប្លុកសេបើសិនជារដ្ឋាភិបាលមានសតិសម្បញ្ញៈជាអ្នកស្រឡាញ់ទឹកដីជាងស្រឡាញ់ប្រលានយន្តហោះអានោះគឺគេត្រូវតែការពារទឹកដីគ្រប់មួយចំអាមហើយប្រលានយន្តហោះគ្រាន់តែជាសំណង់វាអាចណាស់អត់ទាន់ចូលមានលុយចង់ធ្វើពេលណាក៏បានដែរចង់ធ្វើធំម៉ាក់ភ្នំព្រះសុមេរុក៏បានដែរហើយវាអាចខូចខាតនេះដោយសង្គ្រាមដោយធម្មជាតិព្រមជួយផែនដីប៉ុន្តែទោះជាវាខូចខាតដោយសច្ចធម៌សង្គ្រាមរំជួយផែនដីឬក៏ដោយមិនឯកំហឹងពលរដ្ឋអីយ៉ាងណាមានលុយសងពេលណាក៏បានដែរប៉ុន្តែទឹកដីបើបាត់ហើយគឺបាត់ណាដូចជីវិតដែលស្លាប់អញ្ចឹងណាអញ្ចឹងចូលយើងតម្កល់ផលប្រយោជន៍ទឹកដីឲ្យធំជាងសំណង់បងហ្វីនតម្កល់ឲ្យធំជាងសំណង់ម្នាក់ទៅថ្វាយបង្គំទៅអបអរសាទរនៅសំណង់ដែលមានលុយអាចធ្វើបានហើយវាអាចគ្រោះធម្មជាតិនេះបងប្អូនគាត់ថាអូថៃវ៉ាន់កូនខ្មែរនៅស្រុកថៃបាបហើយមន្ទីរពេទ្យនឹងបាក់ដួលស្រុតបងប្អូនទោះជាថៃបាក់ដួលស្រុតមន្ទីរពេទ្យ4 10ក៏ដោយក៏វាអាចធ្វើវិញបានដែរប៉ុន្តែដីថៃនៅដីថៃដែរប៉ុន្តែអាបាត់ដីតែសួរថាអាបាត់ដីទោះអាដីដែលថៃយកបានភូមិព្រៃច័ន្ទយកហើយវារំជួយផែនដីហើយវាទៅជាស្ទឹងវាទៅជាបឹងក៏នៅតែដីថៃដែរវាបាត់គឺបាត់ណាបាត់គឺបាត់ដែរខ្មែរយើងខ្លះបាត់បង់ទឹកដីមានទំហំតូចជាងសំណង់ដែលលុយអាចធ្វើបានប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ឥឡូវយើងចូលដល់ប្រធានបទទី1ប្រធានបទទី3មានបងប្អូនខ្លះចូលទៅអ្នកមកថ្មីអាចស្ដាប់ទៅលោកគ្រូនៅខ្វះមួយមែនទេខ្ញុំលើកយកមកដាក់មុនជាកូនខ្លែងគ្រឿងខ្លែងតូចមួយK01ខ្ញុំនិយាយអំពីដំណើររឿងបន្តិចសម្ដេចថ្ងៃមួយបានសរសេរអត្ថបទមិនលើកលែងទោសនិងកំចាត់ប្រើពាក្យកំចាត់ណាមេងអ៊ីមេងអានមន្ត្រីនឹងឈ្មោះណាដែលនាំចូលតំណែងរបស់ថៃណាសុនរាគ្រាន់តែសម្ដេចនិយាយភ្លាមខ្ញុំតបភ្លាមថាឲ្យតែហ៊ុនសែននិយាយត្រូវតែមានមនុស្សម្នាក់2នាក់ត្រូវបានគេចាត់ដើម្បីកំដរមាត់ហ៊ុនសែនមែនអុកញ៉ាម្នាក់ត្រូវបានគេចោទថានាំជើងមន់ខ្លែងខ្លាយមិនដឹងជានាំ20 30ឆ្នាំហើយនេះទើបចោទពេលហ៊ុនសែនថាងាប់អស់អាលីងហើយស្រុកខ្មែរបើហ៊ុនសែនថាងាប់មកប្រទេសដោយសារមហូបគីមីតើហ៊ុនសែនថាមិនរកឃើញគីមីឈួតតែស្រុកយើងពេលហ្នឹងពិតដូចសូនរាថាមែនគេចាប់ម្នាក់ហើយមានមនុស្សអបអរសាទរថាត្រូវឲ្យពុកត្រូវតែកំចាត់ពុកមន្ត្រីនិងឈ្មោះណាដែលនាំចូលតំណែងរបស់ថៃត្រូវតែពាក់ពីការទីនោះប្រជាជនខ្លាចគ្រប់គ្នា K01 ស្របតាមឆន្ទៈសម្ដេចគាត់មិនមែនធ្វើស្របតាមឆន្ទៈគាត់ទេបងប្អូន
ចាំសម្ដីសូនតារានិយាយខ្ញុំនិយាយតិចនៅប្រទេសកម្ពុជាមនុស្សគ្រប់រូបសុទ្ធតែអីគេនេះកូគីធំភូមិខ្ញុំអានបងខមមិនបងប្អូនតិចមើល K01 គាត់មិនមើលគាត់មិនមែនធ្វើតាមចិត្តគាត់ទេមែនទេចិត្តចលសាតែដឹងទេគាត់ធ្វើតម្រូវចិត្តហ៊ុនសែនមានន័យថាបើកណ្ណាហ៊ុនសែនថាចាក់កំតិចត្រូវតែមានរបស់មួយត្រូវឲ្យហ៊ុនសែនចាប់ឬកំតិចមែនទេរុយក្បាលខៀវបើកណ្ណាហ៊ុនសែនថាកំចាត់អាពាក់ហិការតំណែងត្រូវតែមានមនុស្សសេរីយុទ្ធយូ100បន្ទុកត្រូវតែមានមនុស្សហ្នឹងតម្រូវចិត្តហ៊ុនសែនដើម្បីឲ្យឃើញថាបច្ចោហ៊ុនសែនឃើញទេមានអ្នក100បន្ទុកមួយផ្ដល់កម្លាំងចិត្ត0បន្ទុកSky លើវុត100បន្ទុកកម្មករត្រូវតែតស៊ូ100បន្ទុកមែនទេអ្នកសម្បូរឆ្លាតទៅហើយណា100បន្ទុកមានតែអត់ខុសអីមួយសោះណាយិនចន្ទរះមែនទេចែកលីគោអីគេគោអត់យល់គោអត់ខ្ញុំអត់យល់0បន្ទុកមែនទេចន្ទរាសែ100បន្ទុកមែនទេនៅប្រទេសកម្ពុជាមនុស្សគ្រប់រូបសិតតែคล้ายនឹងធ្វើឈួតណាបងប្អូនទើបអាចរកបានคล้ายនឹងធ្វើឈួតការដុតទំនិញរបស់ថៃមិនមែនជាឆន្ទៈរបស់ K01 ទេណាគូហ្វមែនគឺ K01 ធ្វើឈួតទេឬក៏គាត់ធ្វើคล้ายបើគាត់ដុតយូរហើយរឿងអីបានគាត់ដុតក្រោយហ៊ុនសែនបញ្យុះអានេះទី1អញ្ចឹងអានេះចំណុចទី1ខ្ញុំនិយាយអំពីសាវកដាពេលនេះខ្ញុំចោទសួរវិញខ្ញុំចោទសួរហើយខ្ញុំថាសម្ដេចមានកំណត់ដូចខ្ញុំហើយខ្ញុំនិយាយបែបផ្លូវច្បាប់វិញខ្ញុំចោទសួរនៅក្នុងប្រធានបទទី1នេះបើ K01 ធ្វើតម្រូវចិត្តហ៊ុនសែនព្រោះធ្វើក្រោយហ៊ុនសែនបញ្យុះព្រឹត្តិការណ៍កំដរអារម្មណ៍របស់ហ៊ុនសែននេះគាត់មិននឹកឃើញធ្វើទេនៅក្នុងប្រទេសកម្ពុជាមនុស្សសិតតែធ្វើឈួតហើយនឹងคล้ายទេមែនទេធ្វើម៉េចឲ្យតែហ៊ុនសែនសុបាយមនុស្សគេអត់គេធ្វើឲ្យហ៊ុនសែនសុបាយទៅគេនិយាយឲ្យហ៊ុនសែនថាអាចមន់ហ្នឹងមិនមែនជីណាអាចមន់មិនមែនជីកសកម្មអាចមន់គឺជាគ្រឿងសម្លកកោមនុស្សគេស្លកកោហើយគេចែកគ្នាហូបគេថតដាក់ទូរទស្សន៍ហ្នឹងគេយកអាចមន់ទៅស្លកកោហើយគេហូបគេសួរបងប្អូនថាឆ្ងាញ់ទេឆ្ងាញ់ណាស់បាទឆ្ងាញ់ទេឆ្ងាញ់ណាស់បាទអូអានេះគឺសម្លអីឈ្មោះថាសម្លអាចមន់ដាច់ចូលសែនគេត្រូវធ្វើអញ្ចឹងមកសិនមនុស្សคล้ายអត់តែទីបំផុតគ្មាននរណាទៅស៊ីអាចមន់ដូច K01 គាត់មិនទៅចង់ដុតទេគាត់ទេហើយសម្ដេចមានកំណត់សុខសុបិនដូចសូនតារាខ្ញុំនឹងបកស្រាយហើយខ្ញុំនឹងឆ្លើយសំណួរនេះទី1ទី2ខ្ញុំនិយាយពីផ្លូវច្បាប់បងប្អូនផ្លូវច្បាប់ណាអ្នកមានទោសគឺសម្ដេចបើយើងនិយាយពីផ្លូវច្បាប់អ្នកមានទោសគឺសម្ដេចហេតុអីញុះញង់ឲ្យមានការរើសអើងនិងប្រព្រឹត្តអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃណាសួរថាតើ K01 ហ្នឹងដុតផលិតផលហ្នឹងពេលណាពេលហ៊ុនសែនចេញសារថាកម្ចាត់ក្រោយពីកម្ចាត់មកបណ្ដេញមែនទេលុបឈ្មោះអុកញ៉ាដែលនាំចូលតំណែងថៃដល់តែសាររបស់ហ៊ុនសែននេះបងលៀបសាររបស់ហ៊ុនសែននេះគឺជាការញុះញង់ឲ្យមានការដុតតំណែងរបស់ថៃណាគឹមលីវចុះបើសិនជាសារនឹងជាសាររបស់សូនតារាតែគេដុតទេសាររបស់មិនទេគឹមលីអ៊ីវតើគេទៅដុតទេបងប្អូនសម្ដីរបស់សូនតារាសម្ដីរបស់អ្នកដតីអត់មានឥទ្ធិពលស្រីមុចដូចសម្ដីហ៊ុនសែនទេអញ្ចឹងបើយើងនិយាយតាមផ្លូវច្បាប់ការដុតផលិតផលរបស់ថៃស៊ីសវត្ថិវរៈជាតិរបស់ K01 ហ្នឹងគឺបើយើងថា K01 ខុសគឺជាការញុះញង់របស់សម្ដេចស្រីឡៃស្ទឹងត្រែងមួយទៀតចម្លើយដែលបងប្អូនចង់ដឹងបើ K01 ធ្វើស្របតាមឆន្ទៈរបស់សម្ដេចហេតុអ្វីបានជាសម្ដេចស្ដីបន្ទោសខមណាដាក់ទោស K01 បើបងប្អូនមើលមួយផ្លែតថា K01 ចូលធ្វើជ្រុលអាហ្នឹងក៏ត្រូវដែរតែរឿងមួយណាបងប្អូន
ថៃគាត់ហ៊ុនសែនគាត់ចង់សកទៅថៃទេមែនទេសម្ដេចដើរលើបាតដៃសូនតារាគាត់គិតអីខ្ញុំដឹងដែរអុកសារ៉េរឿងថៃយករូបគាត់រូបថតគាត់ទៅលេងសើចទៅបាញ់យករង្វាន់ទៅបាញ់ដូចគេគប់ពើតប៉ោងចឹងណាយករង្វាន់ណាប៉ាខេមដុនអៅហើយគាត់ចង់ស្ដីបដៅថៃថាអត់សិលធម៌ដូច្នេះគាត់ត្រូវតែចាត់ការ K01 ដើម្បីបង្ហាញថាគាត់មានសិលធម៌និងមានគុណធម៌ជាអ្វីដែលមនុស្សអត់និយាយមនុស្សមើលចិត្តហ៊ុនសែនមិនធ្លុះហ៊ុនសែនណាបងប្អូនមានធ្លាប់លើសូនរានិយាយខ្ញុំហៅគាត់ថាជាគ្រូចិត្តសាស្ត្រអ្នកខ្លះថាហ៊ុនសែនឌីធីរីគាត់និយាយសម្ដីអស្រក់អសិលធម៌ប៉ុន្តែខ្ញុំប្រាប់បងប្អូនគ្មាននរណាសម្ដីផ្អែមលើហ៊ុនសែនទេហ៊ុនសែនជាមនុស្សដែលមានសម្ដីផ្អែមល្ហែមជាទីបំផុតហើយពូកែលួងលោមអូសទាញបញ្ចុះបញ្ចូលមនុស្សមួយចំនួនមិនដែលបានជួបហ៊ុនសែនណាអត់ដឹងទេបើបានជួបហ៊ុនសែនសន្ទនាជាមួយគាត់ណាហ៊ុនសែនអូសទាញធ្លាក់ផុកណាដោយមើលឃើញផុកថាជាឋានសួគ៌ដូចស្រវឹងសម្ដីហ្នឹងបងណាច្រឡំហើយបងប្អូនច្រឡំហើយហ៊ុនសែនគឺជាម្នាក់ក្នុងចំណោមមនុស្សកំពូលចិត្តសាស្ត្រមែនទេគាត់ធ្វើអីអត់ត្រូវការនរណាយល់ទេហើយបើមនុស្សយល់ច្រឡំគឺកាន់តែល្អយល់ច្រឡំកាន់តែល្អមូលហេតុដែលហ៊ុនសែនកំចាត់ឬក៏មែនទេវាយ K01 ចម្លើយឲ្យខ្លីគឺគាត់ចង់យកចិត្តថៃកម្មករឆ្លងនេះមិនយកចិត្តទេចង់ស្ដីបន្ទោសឲ្យថៃរឿងយករូបថតគាត់ណាទៅបាញ់ចាប់រង្វាន់ដូច្នេះគាត់ទៅផ្ដល់មេរៀនសិលធម៌មួយគេតាមរយៈការដុតតំណែងហើយគាត់និយាយពីរឿងសិលធម៌គាត់និយាយពីរឿងគុណធម៌សិលធម៌និងគុណធម៌របស់គាត់គឺអត់ចង់សម្ដៅទៅលើសិលធម៌សូនពេញមែនទេនឹងគុណធម៌ទេគឺគាត់ចង់បកទៅថៃរឿងរូបថតរបស់គាត់អ្វីដែលគាត់ធ្វើគឺដើម្បីខ្លួនគាត់ទេប៉ុន្តែហ៊ុនសែនគាត់នឹងមិនខ្លាចលេងល្បែងដែលយើងស្មានមិនដល់រហូតគាត់យកណាមនុស្សទៅលេងដោយអ្វីក៏ដោយគាត់មិនដែលខ្វល់ទេមែនទេសេរីភាពរបស់មនុស្សជីវិតរបស់មនុស្សសន្តិសុខរបស់មនុស្សក៏អត់ដែលខ្វល់សំខាន់គាត់ជោគជ័យមួយទៀតយើងត្រូវចោទជាសំណួរថាចេះអត្តហេតុអត្តនោនិថោស្រីពេកយើងមិនដឹងថាជួនកាលសកម្មភាព K01 ហ្នឹងគេរៀបចំឲ្យធ្វើបងក៏មិនដឹងយើងអត់ដឹងដើម្បីអីដើម្បីសូត្រទ្រឹស្ដីគុណធម៌នឹងដានខើទៅបកទៅថៃវិញព្រោះធម្មតាឧទាហរណ៍យើងដាក់ខ្លួនជាថៃមែនទេថៃកំពុងតែបូពេចដាក់ហ៊ុនសែនមកស្រាប់តែហ៊ុនសែនគាត់ឃើញអ្នកដែលដុតតំណែងថៃហើយគាត់ទៅអន្តរាគមន៍ទៅកោតទោសវិញមែនទេអាហ្នឹងគឺបើនិយាយពីផ្លូវចិត្តសាស្ត្រគឺថៃថយហ្នឹងណាថយសង្ហាអាកំហឹងអាខឹងហ៊ុនសែនជាច្រើនហ្នឹងទៅថយមកទៅអូអញគួរតែខ្មាស់ហ៊ុនសែនមានគុណធម៌គាត់មិនធ្វើជ្រុលនិយមហេតុទេអានេះគឺជាចម្លើយពិតនៅក្នុងចិត្តរបស់សម្ដេចដែលមនុស្សមើលមិនយល់ហើយគឺជាអ្វីដែលមនុស្សបកស្រាយអត់ត្រូវណា K01 មិនដែលនឹកឃើញទៅយកតំណែងឯណាទៅដុតអីចឹងទេគេធ្វើតាមអនុសាសន៍របស់ហ៊ុនសែនតែប៉ុណ្ណោះដើម្បីឲ្យស្របឃើញថាហ៊ុនសែននិយាយទៅមានឥទ្ធិពលហើយបើយើងនិយាយតាមផ្លូវច្បាប់បើ K01 ខុសអ្នកមានទោសគឺហ៊ុនសែនគាត់អ្នកញុះញង់រឿងអីគាត់កលិចកលុចម៉េះគាត់និយាយទៅឲ្យគេទៅឲ្យគេចាប់កុំឲ្យទៅគេកំចាត់ដល់តែគ្នាកំចាត់តាមសម្ដេចអានោះវារកមនុស្សកំចាត់អត់បានវាកំចាត់តំណែងតែម្ដងទៅ
អានឹងចំណុចហ្នឹងបងប្អូនណាតែខ្ញុំចង់បកស្រាយចង់ឆ្លើយទៅនឹងសំណួរថាហេតុអ្វីហ៊ុនសែនណាធ្វើ CK01 ពីព្រោះតែគាត់ចង់សក់ទៅថៃរឿងសិលធម៌ទី2ជាសំណួរតើអានឹង K01 បើយើងនិយាយថាបើទឹកចិត្តឆន្ទៈរបស់ K01 ដឹងអត់ធ្វើគឺបើសិនជា K01 ចូលគឺធ្វើតម្រូវតាមហ៊ុនសែននៅក្នុងប្រទេសកម្ពុជាមនុស្សសុទ្ធតែខ្លែងខ្លាយនឹងធ្វើឈួតអត់ធ្វើទៅតាមឆន្ទៈខ្លួនឯងទេទី2គឺថាតើហ៊ុនសែនឬក៏គេរៀបចំឲ្យធ្វើជាសេណារីយ៉ូដើម្បីឲ្យសម្ដេចឲ្យ K01 ធ្វើទៅសម្ដេចទៅឆ្លើយតបមែនទេដើម្បីប្រើសារនឹងជាសារនយោបាយដោយមិនខ្វល់ថាស្រីឡៃស្ទឹងត្រែងវាជាសន្តិសុខសុវត្ថិភាពអាយុជីវិតរបស់យកមនុស្សម្នាក់ទៅលេងមនុស្សមិនគិតទៅធ្វើការយកមនុស្សទៅលេងធ្វើជាលបាយនៅកូនអុកណាបងណានេះគេគោរពមនុស្សមួយទៀតសម្ដេចគិតដូចខ្ញុំសម្ដេចគិតដូចខ្ញុំសុខេងត្រង់ណាបងប្អូនទៅអានសាររបស់គាត់សារនេះគឺជាអ្វីដែលសនរានិយាយយូរហើយតាំងពីគេចាប់ផ្ដើមពហិការដំបូងតាំងពីដួងឆាយប្រកាសធ្វើពហិការហើយហ៊ុនសែនមិនសូវឯកភាពតាំងពីហ៊ុនសែនគ្រប់គ្រងការធ្វើពហិការរហូតពេលដែលហ៊ុនសែនគាត់ចេញប័ណ្ណបញ្ជាកម្ចាត់មន្ត្រីនិងឈ្មួញដែលនាំចូលតំណែងថៃគឺមុននឹងទៀតណាតាំងពីចាប់ផ្ដើមដំបូងខ្ញុំថារដ្ឋាភិបាលពួកមន្ត្រីមានលុយគឺគ្មានបញ្ហាទេប៉ុន្តែប្រជាជនដែលរកព្រឹកខ្វះល្ងាចតំណែងគាត់កាត់តើឲ្យគាត់យកទៅឯណាដុតចោលបើយើងដុតចោលតើយើងធ្វើនយោបាយដើម្បីជួយប្រជាជនឬក៏សម្លាប់ប្រជាជនបើគាត់ហូបទៅវះពោះគាត់យកមកវិញយ៉ាងម៉េចអញ្ចឹងអាតំណែងណាដែលគាត់លក់ឲ្យគាត់លក់ឲ្យអស់ទៅណាអានេះខ្ញុំនិយាយយូរហើយបិទការនាំចូលថ្មីបើសិនជាយើងពហិការបណ្ដោះអាសន្នបិទខ្ញុំប្រើពាក្យបណ្ដោះអាសន្នហេតុអីពីព្រោះប្រទេសមួយដែលហៅថាសន្តិភាពព្រំដែនជាប់ប្រទេសមួយបិទបាត់អានោះប្រទេសសង្គ្រាមគ្រាន់តែវាមិនទាន់ផ្ទុះអាវុធវាត្រៀមសង្គ្រាមបើប្រទេសកម្ពុជាមានផ្លាកអគុណសន្តិភាពគឺត្រូវតែខិតខំរកមធ្យោបាយធ្វើយ៉ាងណាដើម្បីឲ្យប្រទេសនឹងត្រឡប់ទៅរកភាពដើមប៉ុន្តែមិនមែនកាត់ដីដើម្បីដូរយកសន្តិភាពត្រឡប់ទៅរកភាពដើមទេបើលក្ខខណ្ឌកាត់ដីគឺច្បាំងលក្ខខណ្ឌកាត់ដីច្បាំងមែនទេត្រូវប្រកាន់ចំហអញ្ចឹងប្រទេសទឹកដីមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេណាទីដើមមកតាំងអញ្ចឹងអាកន្លែងនេះខ្ញុំថាសម្ដេចគិតដូចខ្ញុំគិតខ្ញុំឯកភាពតាមនេះបើសិនជាការគិតរបស់គាត់ជាការគិតពិតមិនមែនជាការឆាក់មិនមែនជាការគិតខ្លាំងៗឆាក់លអោតសម្ដីនឹងទើបជាសម្ដីមានគុណធម៌សម្ដីដែលប្រកបដោយគតិបណ្ឌិតការគិតគូរទៅដល់ប្រជាជនខ្ញុំបងប្អូនឃើញជាពហិការតំណែងថៃណាគឺធម្មតាពាក្យថាពហិការមិនមែនជាច្បាប់ទេបងប្អូនគ្មានសិទ្ធិទៅចាប់អ្នកណាដាក់គុកទេឧទាហរណ៍ដូចឡាវរ៉ាយ៉ាពហិការមានទោសអីបងសួរច្បាប់ណាដែលពហិការមានទោសចុះអ្វីទៅដែលហៅថាពហិការពាក្យខ្មែរមានពេលខ្លះមនុស្សមិនសូវយល់ខ្ញុំនេះក៏មិនសូវយល់បើតែពហិការខ្ញុំយល់ច្បាស់ពហិការបើនិយាយសម្រាយទៅណាគឺមិនប៉ះពាល់មិនប្រើមិនចូលរួមមែនទេមិនមើលមិនដឹងមិនលឺមែនទេមិនប៉ះពាល់មិនចូលរួមឧទាហរណ៍ថាប្រជុំក្នុងរដ្ឋសភាតំណាងរាស្ត្រពហិការមានន័យថាមិនចូលរួមអាប្រឆាំងក៏មិនប្រឆាំងគឺអត់ទៅឧទាហរណ៍ទៅនៅក្នុងក្រុមហ៊ុនមួយនៅក្នុងក្រុមរោងចក្រមួយកម្មករពហិការគឺដេកផ្ទះទៅធ្វើការគឺមិនចូលរួមមិនទៅឧទាហរណ៍បោះឆ្នោតពហិការមានន័យថាមិនចូលរួមប្រជុំបោះឆ្នោតប្រជុំមានន័យថាមិនចូលរួមបោះឆ្នោតមានន័យថាមិនទៅបោះឆ្នោតគឺពហិការគ្មានទោសទេបងប្អូនណាពាក្យថាពហិការគ្មានទោសហើយស្របច្បាប់ទៅទៀតច្បាប់គេមានចែងពីពហិការតាច្បាប់គេមានចែងពីពហិការតាមែនទេពហិការគ្មានទោសស្របច្បាប់ហើយសេរីបងប្អូនចាំពាក្យពហិការ3ណាគ្មានទោសស្របច្បាប់សេរីមានន័យថាម៉េចអ្នកឯងចង់ប្រើក៏បានអ្នកឯងមិនចង់ប្រើក៏បានជាសិទ្ធិរបស់អ្នកឯងតាឧទាហរណ៍ថានៅក្នុងក្រុមហ៊ុនមួយបុគ្គលិកពហិការបុគ្គលិកមាន40នាក់ណា40នាក់មានបុគ្គលិកដែលស្អប់ថៅកែ
ណា30នាក់ពាក់ឯកាទៅស្រីនាងអត់ទៅធ្វើការទៅ10នាក់ទៀតទៅធ្វើការដោយសារគេគ្រប់គ្រងតកែហើយក្នុងចំណោមដែល30នាក់ដែលពាក់ឯកាហ្នឹងស្អែកឡើងខ្ជិលចង់ទៅវិញក៏បានចង់មកវិញក៏បានពាក់ឯកាមានន័យថាមិនចូលរួមមិនប៉ះពាល់ថាបើតំណែងមិនទិញមិនចូលរួមហើយមិនទិញមិនប្រើបើនិយាយពីតំណែងគឺមិនប្រើខ្ញុំចង់ឲ្យអ្នកដឹងបើនិយាយអំពីកម្មវិធីគឺមិនចូលរួមមែនទេប្រជុំគឺមិនចូលរួមចាំសភាដូច្នេះពាក្យថាពាក្យឯកាមួយម៉ាត់គឺមិនចូលរួមពាក្យតែពាក្យឯកាមួយម៉ាត់វាមានន័យ3ធំដែលខ្ញុំនិយាយបាញ់មិញហ្នឹងគឺវាស្របច្បាប់គ្មានទោសពាក្យឯកាស្របច្បាប់បងប្អូនណាទីច្រឡំពាក្យឯកាខុសច្បាប់ពាក្យឯកាស្របច្បាប់បងប្អូនត្រូវចាំទៅមើលអាស្របច្បាប់ទី2គ្មានទោសទី3សេរីអញ្ចឹងបើសិនជាគេនិយាយថាពាក្យឯកាទំនិញថៃអានឹងស្រេចតែអ្នកឯងយីតើមែនទេពាក្យឯកាបើគេមិនពាក្យឯកាទៅដាក់ទោសគេអាម៉េចនេះហ៊ុនសែនថាពាក្យឯកាគាត់ខុសគាត់ប្រធានស្ថាប័នកម្ពុជារបស់ច្បាប់ទៅទៀតនៅប្រទេសកម្ពុជាមានស្ថាប័នច្បាប់ឯណាកម្ពុជាជាងព្រឹទ្ធសភាកម្ពុជាហើយបើច្បាប់យើងយកមកទ្របអង្គុយហើយប្រធានព្រឹទ្ធសភាតំណាងនិមិត្តរូបនៃកម្ពុជានិមិត្តរូបនៃនីតិប្រតិបត្តិកម្ពុជាសម្ដេចតេជោគាត់ជាប្រធានព្រឹទ្ធសភាគាត់ជានិមិត្តរូបម៉ាត់ណាម៉ាត់ហ្នឹងសម្ដីរបស់គាត់ហ្នឹងគឺសឹងតែឆ្លុះបញ្ចាំងអំពីគំរូរបស់មហាជនប៉ុន្តែគាត់ទៅនិយាយចិត្តទៅនិយាយអត់មានឈលលើច្បាប់អាណានាំចូលតំណែងថៃអត់ធ្វើពាក្យឯកាណែទៅកម្ចាត់វាមិនតែមន្ត្រីណាមានច្បាប់ពីណាទៅកម្ចាត់អ្នកពាក្យឯកាមិនពាក្យឯកាគាត់ទៅថាបិទព្រំដែនយើងថាអាច្បាប់លួចនាំចូលតំណែងខុសច្បាប់បានឆ្លងដែនខុសច្បាប់ត្រូវអានេះយើងបិទព្រំដែនរឿងអីតំណែងថៃចូលស្រុកខ្មែរអានឹងមានន័យថាលួចឆ្លងដែនខុសច្បាប់ឆ្លងដែនខុសច្បាប់អានឹងខុសច្បាប់លួចនាំតំណែងខុសច្បាប់តំណែងហ្នឹងខុសច្បាប់ហ្នឹងវាអាចជាតំណែងខូចគុណភាពតំណែងដែលរត់រឹបអូសតំណែងដែលមិនអាចចរាចរបានបើនិយាយថាតំណែងពេលបិទព្រំដែនហ្នឹងវាខុសច្បាប់គ្រីស្ទីណាឡាស់អានឹងត្រូវប៉ុន្តែបើនិយាយពីពាក្យឯកាអត់មានទោសទេពាក្យឯកាមានពាក្យ3ម៉ាត់ហ្នឹងគឺស្របច្បាប់គ្មានទោសសេរីមែនទេពាក្យឯកាសំបីតែក្នុងរដ្ឋសភាក៏ដោយពាក្យឯកាឧទាហរណ៍ដូចជាសមាជិកព្រឹទ្ធសភា3រូបមកពីបកប្រឆាំងពាក្យឯកាមិនលើកដៃមិនបោះឆ្នោតអនុប្រវត្តិមែនទេច្បាប់ដកសញ្ជាតិមានទោសឯណាគាត់ហ៊ុនសែនខឹងក៏ខុសទៅទៀតគាត់ខឹងគាត់ខុសទៅទៀតព្រោះគាត់គ្រប់ច្បាប់ទៅទៀតពលរដ្ឋសភាវានៅក្នុងការបោះឆ្នោតវាមានបោះឆ្នោតឯកយល់ព្រមមិនយល់ព្រមអនុប្រវត្តិអានោះវាស្របទៅនឹងច្បាប់ទៅទៀតមែនទេគាត់ខឹងហើយខុសទៅទៀតអញ្ចឹងបើយើងនិយាយអំពីពាក្យឯកាតំណែងគឺគ្មានសិទ្ធិទៅដាក់ទោសអ្នកណាទៅដកអ្នកណាអីទេហើយនៅស្រុកខ្មែរគួរតែសម័យនេះមនុស្សគេមើលឃើញហើយកុំមកហ៊ុនសែនក្អកថាអាចមន់ជាគ្រឿងសឡកកោទៅធ្វើអាចមន់គ្រឿងសឡកកោមួយឆ្នាំទៅថតវីដេអូណាហ៊ុនសែនថាអាណានាំចូលទៅកំចាត់ទៅនេះទៅមនុស្សទៅកំចាត់ទៅក៏រកឃើញអាជើងមន់រលួយស្អុយជាតិគីមីនាំចូល20ឆ្នាំហើយងាប់ហើយ20ឆ្នាំស៊ីពេញប្រទេសងាប់អស់លេងហើយមែនទេហ៊ុនសែនអត់ថារកឃើញកុំប្រទេសយើងវាល្ងិតវាទៅលេងមានច្បាប់វាទៅលេងមានទម្លាប់ហើយគឺរកឃើញតែអ្វីដែលហ៊ុនសែនថាអានឹងចំណុចហ្នឹងបានខ្ញុំលើកឡើងជាចំណុចពិសេសបងប្អូននៅក្នុងថ្ងៃនេះដែលខ្ញុំថាបើសរុបសេចក្តីមកវិញខ្ញុំចង់បានមេដឹកនាំថ្មីហេតុអីបានជាហ៊ុនសែនកំចាត់ K01 ពីព្រោះគាត់ចង់ឆ្លើយតបទៅនឹងសិលធម៌របស់ថៃដែលយករូបគាត់ណាទៅលេងទៅបាញ់ធ្វើល្បែងណាកំសាន្តចាប់រង្វាន់គាត់ចង់ថាគាត់មានសិលធម៌ទីពីរបើយើងនិយាយតាមផ្លូវច្បាប់ទង្វើបើ K01 មានទោសគឺហ៊ុនសែនជាអ្នកញឹកញយព្រោះគាត់ធ្វើគាត់មិនធ្វើចិត្តឯងទេទី3ឆន្ទៈរបស់គាត់អត់មានតែចង់ធ្វើចឹងទេនៅក្នុងប្រទេសកម្ពុជាតម្រូវឲ្យមនុស្សធ្វើឈួតនឹងខ្លាំងបើមិនឈួតហើយខ្លាំងរស់អត់បានទេនៅក្នុងប្រទេសកម្ពុជាសូម្បីខឹមវាសនាដើម្បីការពារទ្រព្យការពារចំការនិងទ្រព្យសម្បត្តិហឹបដៃគាត់សុខចិត្តធ្វើឈួតមកព្រោះណាបើខឹមវាសនាគាត់ជាមនុស្សត្រឹមត្រូវដូចសូនតារាហើយនិយាយទៅមានការគ្រប់គ្រងដូចសូនតារាកាន់តែច្រើនទៅណាគេបាញ់ចោលបាត់ហើយបើនៅជាប់គុកគេមិនត្រឹមតែជាប់គុកទេនេះគេប្លន់យកទ្រព្យសម្បត្តិទាំងអស់ដូច្នេះវិធីតែម្យ៉ាងដែរបើមិនអាចឈ្នះមិនអាចនៅទៅកាន់អំណាចបានមានតែធ្វើឈួតទៅធ្វើព្រមទៅដើម្បីការពារហឹបដៃនិងចំការរបស់គាត់ជុំវិញប្រទេសដែលគាត់យកប្រមូលបានពីអ្នកគ្រប់គ្រងរដ្ឋាភិបាលប្រទេសកម្ពុជាប្រពន្ធត្រូវយល់ថាតម្រូវឲ្យមនុស្សឈួតនិងខ្លាំងមនុស្សដែលមិនឈួតហើយខ្លាំងមិនអាចរស់នៅបានក្នុងប្រទេសកម្ពុជាទេសន្តិភាពនេះគឺមានលក្ខណៈសាហាវពុពលណាស់ចំណុចចុងក្រោយដែលខ្ញុំថាសម្ដេចលេងលីគៀងមានទស្សនៈដូចសូនតារាខ្ញុំ
ឯកភាពខ្ញុំគ្រប់ត្រវាជាសារគុណធម៌បើពិតមិនមែនជាការសម្ដែងគឺយើងមិនត្រូវទៅយកតំណែងប្រជាជនទៅដុតចោលទេត្រូវទៅឲ្យគាត់នឹងយកអីណាប្រទេសខ្មែរកំពុងតែក្រលហាមបើយើងមិនបានទៅជួយប្រជាជនទេហេតុអីបានយើងទៅបំផ្លាញប្រជាជនគាត់លក់អស់ទៅគាត់តំណែងថ្មីកុំឲ្យចូលតែទុកបណ្ដោះកុំឲ្យចូលបណ្ដោះសាំក្នុងអំឡុងពេលព្រំដែនបិទបើព្រំដែនបើចូលមកបើព្រំដែនបិទប្រទេសកំពុងតែមានទំនាស់នឹងគ្នាយើងបិទការនាំចូលមិនមែនពហិការចុះមកអ្នកនឹងនាំចូលមិនមែនប្រឆាំងនឹងពហិការទេអ្នកនឹងលួចនាំចូលតំណែងខុសច្បាប់ហើយបានតែចឹងពីព្រោះពហិការមាន3ចំណុចទី1ស្របច្បាប់គ្មានទោសសេរីបងប្អូនឲ្យតែពាក្យពហិការត្រូវចាំ3នេះស្របច្បាប់គ្មានទោសសេរីហើយយើងទៅជាប្រធានព្រឹទ្ធសភានិមិត្តរូបនៃនីតិបញ្ញត្តិច្បាប់កម្ពុជារបស់កម្ពុជាហើយយើងទៅអត់មើលច្បាប់យើងទៅណែអត់ធ្វើអត់នឹងច្បាប់ផងមិនអញ្ចឹងមិនទេបើថាមនុស្សធម្មតាតំណាងរាស្ត្រទៅអាចយល់ច្រឡំតំណាងរាស្ត្រថ្មីចវាយខេត្តទៅអាចនិយាយបានប៉ុន្តែជាប្រធានព្រឹទ្ធសភាបងប្អូនទៅដាក់ទោសអ្នកពហិការអានឹងអត់ត្រូវទេណាវាជាការស្ម័គ្រចិត្តប៉ុន្តែខ្ញុំថាពហិការខ្ញុំគ្រប់គ្រងមានន័យថាយើងកុំប្រើជិះបើប្រើគាត់ទៅប្រើមិនគ្មានទោសចង់និយាយចេះយើងក៏ប្រើរបស់ថៃយើងប្រើគ្មានទោសអីអ្នកអត់ប្រើទៅពហិការគឺស្របច្បាប់គ្មានទោសសេរីប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតបងប្អូនមានឆន្ទៈល្អបើឆន្ទៈនឹងជាឆន្ទៈពិតរបស់គាត់ប្រទេសខ្មែរនិងប្រទេសថៃជៀសមិនផុតអំពីការបើកច្រកព្រំដែននិងរស់នៅជាមួយគ្នាព្រោះវាខុសច្បាប់អាស៊ានច្បាប់អាស៊ានច្បាប់អឺរ៉ុបច្បាប់ពិភពលោកគឺប្រទេសជាពិសេសខុសច្បាប់អាស៊ានធំក្នុងសមាគមអាស៊ានប្រទេសគឺយើងចងសមាគមអាស៊ានដើម្បីអីដើម្បីសាមគ្គីរួមរស់ជាមួយគ្នាមិនមែនដើម្បីច្បាំងគ្នាទេមែនទេប៉ុន្តែលក្ខខណ្ឌកាត់ដីគឺត្រូវតែច្បាំងសម្រាប់សូនតារាដឹកនាំប្រទេសណាដីថៃគឺដីថៃដីខ្មែរគឺដីខ្មែរដោយស្របទៅតាមផែនទីអន្តរជាតិផែនទីអន្តរជាតិបារាំងសៀមមែនទេបើផែនទីបារាំងសៀមគូសទៅថាភូមិណាដីថៃឲ្យថៃទៅមែនទេប៉ុន្តែយើងដឹងទេយើងអត់ដឹងយើងអត់ដឹងត្រង់អីបច្ចុប្បន្ននេះណាបងប្អូនគេចង់ចង្អុលថាអាណាដីថៃអាណាដីខ្មែរក៏យើងមិនដឹងដែរមែនទេអញ្ចឹងវាមានតែពឹងទៅលើមនសិការរបស់ប្រជាជនទី1ជាអំណាចថាទឹកដីយើងមិនអាចកាត់បានមិនអាចដូចសន្តិភាពទី2មេដឹកនាំត្រូវស្រឡាញ់ទឹកដីថាខ្លួនឯងនេះសុខចិត្តបាត់ជីវិតកុំឲ្យបាត់ទឹកដីជាមេដឹកនាំប្រទេសសុខចិត្តដូចការពារឲ្យបានពួកយើងទំនួលប្រជាជនគេឲ្យយើងធ្វើជាអ្នកដឹកនាំគេពឹងពាក់លើយើងវណ្ណៈគាត់គេយកយើងជាតំណាងវណ្ណាវ័នគឺតំណាងឲ្យការពារទឹកដីមួយចំអាម1មីលីម៉ែត្រកុំថាឲ្យកន្លះមួយចំអាមបងប្អូន1មីលីម៉ែត្រលីសានអញ្ចឹងយើងមិនអាចទៅកាត់ទឹកដីបានទេណាបើសិនជាថៃដាក់លក្ខខណ្ឌកាត់ទឹកដីដូរយកសន្តិភាពយើងអត់មិនព្រមយើងត្រូវលេងតាមច្បាប់អាស៊ានបើយើងក៏ភ្លើងអត់ឈ្នះគេច្បាប់អាស៊ានប្រទេសអាស៊ានប្រទេសណាដែលដើរប្រទេសនៅចិនប្រទេសធំដូចជាហ្វីលីពីនដូចជាវៀតណាមដូចជាថៃដូចជាម៉ាឡេស៊ីដើរទៅកាត់ដីគេទៅកាត់យកសិង្ហបុរីពាក់កណ្ដាលទៅគម្រាមសិង្ហបុរីកាត់ដើម្បីអត់ត្រូវបើមិនត្រូវគឺច្បាំងមិនអាចឯកភាពបានទេចុះពេលណាក៏ពេលទៅមែនទេពង្រឹងខ្លួនឯងអាហ្នឹងគឺអញ្ចឹងណាប៉ុន្តែយើងត្រូវធ្វើកិច្ចការផ្លូវច្បាប់តាមច្បាប់អន្តរជាតិពីព្រោះប្រទេសគឺពិភពលោកទទួលស្គាល់ភូមិតែមេឃុំមេទទួលស្គាល់ធ្វើការជាមួយមេឃុំតឡាការខ្មែរប្រទេសមិនមែនតែយើងទទួលស្គាល់ទេបងប្អូនតែខុសគ្នាមែនទេប្តីប្រពន្ធមែនទេគឺត្រឹមតែចុះអេតាស៊ីវិលទទួលស្គាល់ទេតែក្នុងប្រទេសទេណាហើយពិភពលោកទទួលស្គាល់តាមក្រោយប្រទេសពិភពលោកទទួលស្គាល់ច័ន្ទសូរិយាអញ្ចឹងត្រូវតែធ្វើទៅតាមច្បាប់ប្រទេសអន្តរជាតិនៅខ្ញុំលើកទឹកចិត្តថាយើងគួរតែខិតរំកិលចូលបើយើងស្រឡាញ់សន្តិភាពពិតប្រាកដចង់បានព្រំដែនសន្តិភាពពិតប្រាកដត្រូវព្យាយាមរំកិលចូលទៅលើច្បាប់អន្តរជាតិដើម្បីធានាឲ្យប្រទេសទាំងពីរខិតទៅរកត្រឡប់ទៅរកភាពដើមមានសន្តិភាពប៉ុន្តែមិនមែនប្រទេសមានអំណាចដាក់លក្ខខណ្ឌកាត់ទឹកដីបើកាត់ទឹកដីខុសមិនអាចជាដាច់ខាតសុខចិត្តដាច់ក្បាលមិនអាចកាត់ទឹកដីដូរយកសន្តិភាពពីព្រោះពាក្យសន្តិភាពវាដូចសុខភាពមនុស្សវាមានឈឺវាមានជាមែនទេយើងមិនអាចថាកម្ពុជាមានសន្តិភាពរហូតទេថ្ងៃក្រោយថៃវាខ្លាំងទៅអ៊ីស្រាអែលថ្ងៃវាវាយប្រទេសយើងខ្ទេចក៏យើងមិនដឹងដែរមានតែយើងខ្លាំងទេមែនទេបើខ្ញុំសូនតារាថ្កោលទោសមិនត្រឹមតែថ្កោលទោសទេបងថ្កោលទោសជាប្រវត្តិសាស្ត្រតចំនួនមេដឹកនាំណាដែលកាត់ដីខ្ញុំនិយាយទូទៅមែនទេមេដឹកនាំណាដែលកាត់ទឹកដីខ្មែរគ្រប់រូបភាពណាក៏ដោយមែនទេមិនថាដូរយកសន្តិភាពដូរយកអំណាចដូរយកអីទេសូ4សូគ្រប់រូបភាព
ខ្ញុំសូនរាថ្កោលទោសជាប្រវត្តិសាស្ត្រហើយខ្ញុំនឹងបង្រៀនកូនខ្មែរគ្រប់រូបឲ្យថ្កោលទោសកុំឲ្យសល់ម្នាក់ជនណាដែលកាត់ទឹកដីឲ្យបរទេសមិនថាក្រោមរូបភាពដោយសន្តិភាពឬអីទេប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសំណាងមកទូរទស្សន៍សូនតាស្រាតខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី3ចុងក្រោយសំខាន់មកណាខ្ញុំនិយាយរឿងនេះរឿងពិតមនុស្សយើងរាជនីសំខ្លាចអីប្រទះនឹងខ្លាចអីប្រទះនឹងអានេះជាច្បាប់គេហៅថាច្បាប់ពុទ្ធអភូតហេតុស្រីមង្គលច្បាប់អភូតហេតុណាឥឡូវកាលពី2ថ្ងៃមុន2 3ថ្ងៃមុនឃើញរបបហ៊ុនចាប់ប៉ុនពូចឈ្មោះគាត់ចឹងលីសាជាមគ្គុទេសកាយនៅសៀមរាបមិនដោយ fresh news កាលពីម្សិលមិញអានថាសុខាគមមិនមែនចាប់ដោយសារតែរំលោភសិទ្ធិបញ្ចេញមតិទេគឺដោយសារតែរួមគំនិតក្បត់ធ្វើបដិវត្តពណ៌ដោយយកគំរូតាមប្រទេសនេប៉ាល់បញ្ញាសុយហើយនិយាយពីពាក្យ Gen Z ប្រាំងថា Gen Z ដូចគ្នា Gen Z Gen Z Gen Z Gen វាប្រាំងថា generation អង់គ្លេស generation ណាគឺដោយសារតែពាក្យមនុស្សចំនួន Z តែគេសួរថាតើមនុស្សចំនួន Z ហ្នឹងមានន័យថាម៉េចអ្នកខ្លះបកស្រាយចេះបកស្រាយចុះត្រូវទៅមើលប្រភពរបស់វាថាអ្នកណាដែលបង្កើតពាក្យហ្នឹងមែនទេមនុស្សចំនួន Z មានពេលខ្លះក្រុមយុវជនណាមួយគេហៅឈ្មោះគេអញ្ចឹងចំនួន Z គេអាចបកស្រាយថាចំនួនបច្ចេកវិទ្យាចំនួនកុំព្យូទ័រចំនួនសម័យថ្មីមែនទេចំនួនចំណេះដឹងមានន័យថាចំណេះដឹងមានតែម៉េចពី A ដល់ Z ញ៉ាំនេះពីមុនចំនួន A ហ្នឹងចេះតែមួយផ្នែកទេចំនួនអាចថាចំនួនបច្ចេកវិទ្យាទំនើបអីចឹងទៅយុវជនចំនួនថ្មីចំនួនពិភពលោកតែមួយអីចឹងទៅអានេះគឺស្រេចការបកស្រាយប៉ុន្តែទោះយ៉ាងណាក៏ដោយឃើញការបកស្រាយដែលចាប់ខ្លួនដែលខ្ញុំសូមថ្កោលទោសខ្ញុំថ្កោលទោសមែនទេការចាប់ខ្លួនរបស់ប៉ិនពូចចឹងឈ្មោះស្អីទេប៉ិនពេជ្រប៉ិនឈ្មោះគេគាត់ជាកាយនៅណាពេជ្រពូចហ្នឹងឯងបាទឈ្មោះគាត់គឺចឹងឯងអសពោពីពេជ្រពូចហ្នឹងឈ្មោះពេជ្រពូចហ្នឹងណាថាមិនមែនដោយសារមិនចេញមតិទេគឺដោយសារតែរួមគំនិតក្បត់បដិវត្តពណ៌ដោយបាននិយាយប្រៀបធៀប Gen Z ទៅនឹងប្រទេសនេប៉ាល់ម៉ននីម៉លអញ្ចឹងបងប្អូនកន្លែងនេះខ្ញុំចង់បញ្ជាក់ថាម៉េចខ្ញុំគ្រាន់តែប្រាប់បងប្អូនថាចេះហេតុអីបានជាហ៊ុនសែនគាត់ប្រើពាក្យងើបមួយវាយមួយងើបពីរវាយពីរពីព្រោះគាត់ដឹងថានៅប្រទេសកម្ពុជាសុទ្ធតែអ្នកងើបទី1ណាទី2ពាក្យថាងើបមួយវាយមួយងើបពីរវាយពីរមិនមែនគាត់ខ្លាំងទេគាត់ខ្លាចបងប្អូនត្រូវលើពាក្យសូនតារានិយាយតាំងពីយូរហើយមិនយូរណាស់ណាទេរាប់ប្រហែល2 3ឆ្នាំជាបន្តរហូតដល់បច្ចុប្បន្នគឺហ៊ុនសែនដកបេបាញ់រុយដើរចង់មុងណាហេតុអីគាត់កើតខ្លងហ៊ុនសែនបើយើងប្រៀបធៀបទៅដេនីស្រីនុតគាត់ប្រៀបនឹងមនុស្សខ្លងស្អីទៅមនុស្សខ្លងតែសម័យនេះលែងមានជំងឺហ្នឹងវាជំងឺហួសសម័យលែងកើតពីដើមមនុស្សអត់អនាម័យមិនទាន់មានឱសថជឿនលឿនចឹងមនុស្សកើតខ្លងគឺដំបៅពេញខ្លួនទាំងអស់ដំបៅពេញខ្លួនទាំងអស់មនុស្សបងប្អូនពិចារណាមើលយើងដំបៅពងខ្ទុះតែដៃតែបន្តិចយើងឈឺចុះមនុស្សដំបៅពេញខ្លួនមានន័យថាម៉េចមានន័យថាគាត់ខ្សោយគាត់ឈឺគាត់របួសមែនទេគាត់រលាកពេញខ្លួនទាំងអស់កូនខ្មែរប្រឆាំងដូច្នេះពេលណាដែលគាត់ដំបៅគាត់ឈឺគាត់រលាកពេញខ្លួនគាត់ចុះខ្សោយស្អីក៏ខ្លាចដែរស្អីក៏ខ្លាចដែរខ្លាចរហូតដល់តែរុយយើងមនុស្សធម្មតាឃើញរុយហើមចិត្តផ្ទះបាច់មែនទេរោមផ្ទះបាច់ប៉ុន្តែបើសិនជាបងប្អូនស្ថិតនៅក្នុងភាពទុនខ្សោយហ៊ុនសែនគាត់ខ្សោយរហូតដែលខ្ញុំប្រើន័យទៀតថាដើរចងមុងបុស្បាដើរចងមុងណាហ៊ុនសែនដោយសារអីដោយសារគាត់ខ្លាចគាត់របួសគាត់ទុនខ្សោយមែនទេបងប្អូនស្គាល់ចនស៊ីណាកីឡាកាចនស៊ីណាឬក៏ប៉ាក់គីអាវអ្នកបដាល់បងប្អូនចនស៊ីណាខ្លាំងណាស់គាត់បើកទ្រូងឲ្យគេវាយ
បងប្អូនប៉ាក់គេអាវបងប្អូនយកដៃទៅវាយក្បាលពោះគាត់តែមួយដៃអត់ឈឺទេវាយ10ដៃគេដល់មកដល់មុខគាត់ដល់ត្រឹមក្បាលពោះដើមទ្រូងគាត់គាត់នៅរឹងណាប៉ុន្តែបងប្អូនបើសម័យមើលបើប៉ាក់គេអាវគាត់ធ្លាក់ខ្លួនឈឺទ្រុបទ្រោមតបៅពេញខ្លួនតើគាត់អាចឈរឲ្យយើងដាល់បានទេអត់បានទេហ៊ុនសែនកាលពីដើមគាត់ខ្លាំងគាត់អាចឈរយើងដាល់បាននៅក្នុងប្រទេសកម្ពុជាមែនទេពួកខ្មែរក្រហមមិនត្រឹមតែពួកខ្មែរក្រហមទេគណៈបកហ៊ុនស៊ិនពេជ្រតំណាងទេហៅហ៊ុនសែនអាយ៉ងយួនញឹកបញ្ឆៃអីហៅពេញមាត់សាវីហើយគាត់យករឿងដែលគេថាគាត់អាយ៉ងយួនទៅនិយាយកំ pl ែងលេងពេញវេទិកាទៅទៀតមែនទេហេតុអីពីព្រោះកាលនោះដាលីអ៊ុយគាត់នៅខ្លាំងយើងគាត់បើកក្បាលពោះឲ្យយើងដាល់ហើយគាត់សោចដាក់មកទៀតមកឯងគាត់បើកទ្រូងឲ្យយើងដាល់យើងខ្សោយយើងដាល់បាក់ដៃខ្លួនឯងទៅទៀតគាត់ហ៊ុនសែនគាត់ខ្លាំងណាដល់តែពេលឥឡូវគាត់ទ្រុឌទ្រោមគាត់ខ្សោយមែនទែនដែលខ្ញុំដើរចង់ដែលខ្ញុំប្រៀបធៀបទៅនឹងការព្រៃដើរចង់ហ្មងចឹងកុំច្រឡំណាបងប្អូនឃើញហ៊ុនសែនគាត់កាន់តែកាចកាន់តែសាហាវប៉ះរលាកអានឹងបើយើងប្រៀបធៀបតាមន័យវិទ្យាសាស្ត្រមិនមែនហ៊ុនសែនខ្លាំងទេហ៊ុនសែនខ្លាចមែនទេហ៊ុនសែនខ្លាចយើងដូរពាក្យខ្លោជាងខទៅជាងលោយើងដូរដល់ស្រៈអាំងនឹងងនិងស្រៈអានឹងចយើងឃើញហ៎យើងស្រួលមើលណាយើងស្រួលស្រៈចេញទៅគឺមិនមែនហ៊ុនសែនខ្លាំងទេហ៊ុនសែនខ្លាចដល់តែពេលគាត់ខ្លាចសុំបីតែដេកយូសពគាត់ទៅចាប់មនុស្សដែរគាត់វិទ្យុទៅដំបងចាប់តតែជ្រុលហូបហើយទៅតែជេរគាត់នឹងខ្លាំងអីមិនចាប់អាអ្នកល្មមនឹងចាត់ទុកជាបញ្ចេញមតិក្រោយមកដល់អប់សុកពេកទៅមិនចាំបាច់បញ្ចេញមតិទេបងប្អូនគាត់យសពនឹងក៏អាចទៅចាប់មនុស្សបានដែរគាត់ខ្លាចគាត់ញ័រគាត់នេះកុំថាឡើយមនុស្សសំលេងអ្នកបញ្ចេញមតិនៅតាមសំណេរ Facebook អត្ថបទឬក៏វីដេអូបណ្ដាញផ្សព្វផ្សាយសូម្បីតែគាត់ដេកជាសពភ័យណាក៏គាត់អាចទៅចាប់មនុស្សបានដែរបុណ្យអាចមុនអានឹងរឿងប៉ិតខ្ញុំនិយាយអំពីឃើញហ៊ុនសែនគាត់ងើបមួយវាយមួយងើបពីរវាយពីរមិនមែនគាត់ខ្លាំងទេគឺគាត់ខ្លាចហើយគាត់ដឹងថានៅស្រុកខ្មែរសិតតែងើបហើយគាត់សារភាពដោយប្រយោលថាគាត់មិនមែនមនុស្សស្រឡាញ់គាត់ច្រើនទេនៅក្នុងប្រទេសកម្ពុជាបើមនុស្សស្រឡាញ់គាត់ច្រើនក៏អត់ត្រូវការវាយនរណាទេគាត់ទៅវាយនរណាបើសិតតែអ្នកអោបថើបគាត់នេះតើតែមនុស្សសិតតែស្អប់គាត់ដូច្នេះគាត់ត្រូវតែវាយគ្មានទឹកទេគាត់ត្រូវតែវាយសុំម្នាក់អានឹងគឺជាសច្ចធម៌មួយរហូតដល់ឪពុករបស់បងប្អូនពិចារណាមើលខ្ញុំនៅតែនិយាយខ្ញុំនិយាយដែរមែនទេអ្នកណាមិនគ្រប់គ្រងហ៊ុនសែនបើសម្រាប់ប្រសូនតារាថាឈួតសិតមុនឆ្នាំ2000បើប្រៀបធៀបទៅនឹងស្ដេចក្រមព្រះគាត់ជាវីរបុរសរបស់ខ្ញុំបងប្អូនពិចារណាមើលគាត់ជាកូនកសិករគាត់ធ្វើនយោបាយនេះគាត់មានវោហាពីដែលគាត់ថ្លែងសន្ទរកថាមែនហ៊ុនសែនឥឡូវនៅពីមុនណាមនុស្សបងប្អូនដែលថ្លែងសន្ទរកថាឥឡូវហ៊ុនសែនថ្លែងសន្ទរកថាមិនមែនថ្លែងសន្ទរកថាទេណាថ្លែងក្តីម៉ូម៉ៅទុកកង្វល់ពេលដែលគាត់និយាយមកគូទុកកង្វល់គំរាមកំហែងសម្រុតសិតចង្អុលលេខសិតចឹងហ្នឹងគាត់ទៅលេខសិតចឹងអានឹងមនុស្សដែលមានវិបត្តិមនុស្សដែលមានការឈឺចាប់មនុស្សដែលមានការខ្វំគ្រាមនុស្សដែលមានផ្លូវចិត្តធ្ងន់ធ្ងរណាស់ដែលអាចបញ្ចេញកំហឹងនៅក្នុងនិយាយមកកំហឹមនិយាយមកសម្លុតគេសម្លុតឯងបងប្អូនទៅត្រឡប់ទៅយកវីដេអូចាស់ត្រឡប់មើលសម្ដេចមុនឆ្នាំ2020មុនឆ្នាំ2020អ្នកណាដែលមិនចូលចិត្តស្ដាប់ហ៊ុនសែនព្រោះស្ដាប់ហ៊ុនសែនវាសប្បាយបងប្អូនវាសប្បាយមនុស្សសោចមនុស្សហូមនុស្សផ្ទះដៃគណៈប្រតិភូនៅក្រោយនឹងខ្លះហៀទឹកមកស្ដាប់ហ៊ុនសែនបើខ្ញុំវិញខ្ញុំបើកទូរទស្សន៍មែនទេខ្ញុំបើកទូរទស្សន៍ខ្ញុំដាក់វិទ្យុខ្ញុំកាលនោះវាមានអាវិទ្យុដាក់ថ្មប្រហែល2នេះហ្នឹងដាក់ឲ្យខ្ញុំបើកលឺខ្ញុំទៅខ្វៀលគោខ្ញុំទៅស្រឡាញ់សឹងបើកឲ្យគេស្ដាប់ហ៊ុនសែនវាសប្បាយបងប្អូនអ្នកជឿសន្តាមកសំបីសម្ដេចទៅយកអាវីដេអូគាត់ចាស់មកចាក់មើលគាត់នៅជាគាត់នៅខ្លាំងគាត់មនុស្សបើកណាជាខ្លាំងសុខសាន្តផ្ដល់សេចក្តីសុខឲ្យអ្នកដទៃមនុស្សកណាឈឺរោគចិត្តម៉ូម៉ៅក្តៅក្រហាយគឺបញ្ចេញកំហឹងភាពក្តៅក្រហាយដល់អ្នកដទៃឥឡូវយើងមើលសាររបស់ហ៊ុនសែនបច្ចុប្បន្ននិងសារហ៊ុនសែនកាលពីមុនខុសគ្នាមិនពីមុនគាត់ជាវីរៈជនគាត់ជាអ្នកក្លាហានឥឡូវគាត់និយាយក្នុងនាមជាអ្នកជំងឺគាត់ឈឺណាស់បងប្អូនណាគាត់មិនមែនសម្ដែងមតិគាត់មិនមែនសម្ដែងសារទេគឺគាត់សម្ដែងកំហឹងគាត់សម្ដែងសេចក្តីឈឺចាប់មែនទេនៅក្នុងរដ្ឋសភានៅក្នុងប្រសិទ្ធិនៅក្នុងទីណាគាត់សម្ដែងសេចក្តីឈឺចាប់បងប្អូននេះខ្ញុំបងប្អូនណាបងប្អូនពិចារណាមើលស្ដេចក្រមព្រះជាបណ្ឌិតច្បាប់ជាសាស្ត្រាចារ្យច្បាប់នៅស្រុកប្រាំងមហាអំណាចពិភពលោក
ជាកូនស្ដេចមែនទេហ៊ុនសែនជាកូនកសិករជាក្មេងវត្តមែនទេមានវោហាមានការគ្រប់គ្រងទៅណាមកណាមនុស្សសបាយចាប់ដៃគាត់ពោកជ្រាវគាត់និយាយមនុស្សសោចចុកពោះមកមនុស្សនៅទាំងមិនថាសិស្សមិនថាគ្រូមិនថាអ្នកវេទិកាចុងក្រោយគាត់ជាវីរបុរសរបស់ខ្ញុំនេះមុនឆ្នាំ2000ប៉ុន្តែរហូតមកទល់ឥឡូវនេះក៏ដោយគាត់ទោះជាខ្ញុំប្រឆាំងគណៈបកប្រឆាំងក្នុងនយោបាយខ្ញុំនិយាយក្នុងកម្រិតនយោបាយចិនសុខុមក៏ហ៊ុនសែននៅសល់ជាតិវីរៈជនខ្ញុំនិយាយថាប៉ុន្តែក្រោយពីគាត់ចាប់ឪខ្ញុំដាក់គុកបងប្អូនគេថាបើមិនប៉ះសាច់ឯងវាប៉ះវាយើងដឹងប៉ុន្តែវាស្ដែងត្រង់ថាឪពុករបស់ខ្ញុំជាជនស្រុកត្រង់ហើយជាសមាជិករបស់គណៈបកប្រជាជនទេហើយបងប្អូនពិចារណាមើលថាទោះបីជាពេកពោចអ្នកដែលគេចាប់ថ្មីនេះការកំពុងធំពេកពោចដែលគេចាប់ថ្មីនេះយ៉ាងហោចក៏បានសរសេរមួយម៉ាត់សួងជៀនផ្កាឥឡូវយីសួរឪខ្ញុំណាឪខ្ញុំគាត់ធ្វើអីបានទៅយកគាត់ដាក់គុកអានឹងហើយដែលហ៊ុនសែនគាត់ស្អាតខ្ញុំអរគុណណាស់ដោយស្អាតពីដួងចិត្តស្អាតពីបេះដូងខ្ញុំហ្នឹងបងប្អូនដែលខ្ញុំធ្លាប់ចាត់ទុកគាត់ជាវីរបុរសយ៉ាងហោចណាស់ក៏គាត់សល់ជាតិខ្ញុំមិនដែរនិយាយទោះខ្ញុំប្រឆាំងអយុត្តិធម៌មែនទេខ្ញុំដើរខ្ញុំគ្រប់គ្រងសំរងស៊ីខ្ញុំគ្រប់គ្រងគណៈបកប្រឆាំងណាខ្ញុំស្ដារលទ្ធិប្រជាធិបតេយ្យជាមួយសំរងស៊ីប៉ុន្តែខ្ញុំមិនបដិសេធហ៊ុនសែន100%ក្នុងចិត្តរបស់ខ្ញុំគាត់មានជាតិវីរជនអានេះខ្ញុំយល់ចឹងពីព្រោះមនុស្សមិនអត់ហេតុផលទេទៅគ្រប់គ្រងហ៊ុនសែនមែនទេគ្មានមនុស្សណាអត់ហេតុផលទេគាត់សូម្បីខ្ញុំថាហេតុខ្ញុំគ្រប់គ្រងហ៊ុនសែនគឺមានហេតុផលរបស់ខ្ញុំបងប្អូនពិចារណាមើលទៅមើលវីដេអូគាត់កាលពីមុនមែនទេតើគាត់ជីវរៈជនគាត់ខ្លាខ្លាំងគាត់ផ្ដល់សេចក្តីរីករាយនិងកម្លាំងចិត្តដល់មនុស្សប៉ុណ្ណាអ្នកគ្រប់គ្រងឥឡូវគាត់ថ្លែងសារក្នុងនាមជាអ្នកជំងឺក្នុងនាមជាអ្នកចេញកំហឹងហើយគាត់សាហាវដែលខ្ញុំនិយាយថាអ្នកដតីទៀតទោះជាចាប់ក៏មានហេតុផលអីដែរចុះឪពុករបស់ខ្ញុំបងប្អូនពិចារណាមើលណាពិចារណាមើលតើសាហាវប៉ុណ្ណាទៅហ៊ុនសែន0បងប្អូន0មិនអាច0មកមែនទេគាត់ហួសហេតុណាព្រោះថាពួកខ្មែរក្រហមវាធ្វើទៅវាលាក់ Tiger Forest តែអានេះសាហាវជាសាធារណៈណាបងប្អូនសាហាវមុខកាមេរ៉ាមួយអញ្ចឹងបានតែខ្ញុំត្រឡប់មកវិញមនុស្សយើងខ្ញុំមិនខ្ញុំនិយាយពីហ៊ុនសែនខ្លាចមនុស្សយើងខ្លាចអីប្រទេសហ្នឹងហើយខ្ញុំមិននិយាយ 100% ទេខ្ញុំនិយាយអំពីទ្រឹស្ដីអភូតហេតុមិនទ្រឹស្ដីកម្មផលទេទ្រឹស្ដីអភូតហេតុខ្ញុំនិយាយមនុស្សឈឺមេជើងមនុស្សហើមមេជើងអត់ទេបងប្អូនមុតដាច់គោលមុតអីចឹងទៅបងប្អូនយើងបើអត់ឈឺមេជើងណាដើមមិនងាយពុកបងប្អូនដើមមិនងាយពុកមកហើយបងប្អូនណាដែលលេងបាល់ទាត់ឆ្លោះមេជើងហើមមេជើងឬក៏មុតដាច់គោលឬក៏ធ្លាក់ដុំថ្មលើតបៅមេជើងអីណាឬក៏មុតកបិតតបៅមេជើងអីចឹងស្អីក៏ដោយបើយើងនិយាយទៅឈឺមេជើងបងប្អូនខ្ញុំនិយាយនេះបានមានអ្នកខ្លះព្រឺខ្លួនខ្ញាក់ថាអូលោកគ្រូអ្នកប្រាជ្ញមែននិយាយមកត្រូវបងណាអានេះគេហៅទ្រឹស្ដីអភូតហេតុមិនមែនទ្រឹស្ដីកម្មផលទេមែនទេសូបិនសូមនុស្សយើងបើថាអត់ឈឺមេជើងដើរមិនចេះចពុកដើរមិនចេះចពុកទេបើកណាឲ្យតែឈឺមេជើងក៏ដើរចពុកមកតែជើងសនរាមែនទេតបៅដូចគ្នារត់ទីចិនរីតាចិនតបៅបងប្អូនអាតបៅដៃអាតាណាក៏ដោយអាយើងប្រយ័ត្នអាយើងរុំយើងបាក់យើងដួលម៉ូតូឬក៏ធ្វើអីគ្រិចឆ្អឹងគ្រិចកដៃយើងទៅអាយើងខំរុំធ្វើអីក៏អត់ប៉ះដែរវាប៉ះតាកន្លែងលប៊ូហ្នឹងបាទនេះស្រីនុតមែនទេមួយណាវ៉ាន់ស៊ីឥឡូវយើងត្រឡប់មកវិញឧទាហរណ៍ថាដូចយើងប្រយ័ត្នអីណាគឺអាហ្នឹងវាមកដល់តែម្ដងមែនទេជាចម្រើនប្រយ័ត្នអីអាហ្នឹងមកដល់តែម្ដងឥឡូវយើងបងប្អូនឲ្យមើលទៀតខ្ញុំផ្ទាល់ខ្ញុំដឹងច្បាស់ថាក្រុមគ្រួសាររបស់ខ្ញុំនឹងត្រូវហ៊ុនសែនធ្វើបាបហើយឪពុកខ្ញុំបងប្អូនក្នុងចិត្តខ្ញុំថាឪពុកខ្ញុំមិនឪពុកខ្ញុំនឹងជាប់គុកក្នុង1ឆ្នាំទៅ2ឆ្នាំទៀតឬក៏ចន្លោះពី1ឆ្នាំអានេះក្នុងចិត្តរបស់ខ្ញុំដឹងច្បាស់មកគេសួរថាអូឯងមិនបានដឹងបងប្អូនមិនបានដឹងខ្ញុំដឹងមិនបានដឹងតែខ្ញុំដឹងច្បាស់ណាគឺខ្ញុំកាត់កាលក្រុមគ្រួសារណាបងប្អូនខ្ញុំកាត់កាលក្រុមគ្រួសារសួរថានៅលើផែនដីមានអ្នកណាចេញប្រកាសជាសាធារណៈសូម្បីដូណាល់ត្រាំក៏ដោយអ៊ូបាម៉ាក៏ដោយមែនទេក៏មិនហ៊ានដែរ
mình hiên mình đai là na hiên chânប្រកាសកាត់កាលឪពុកម្ដាយជាសាធារណៈមិនដែលមានទេបងប្អូននេះផារ៉ាន់ហេតុអីខ្ញុំធ្វើអញ្ចឹងគឺព្រះឲ្យពរណាបានបន់បងប្អូនវិជ្ជកាយព្រះឲ្យពរបានបន់ច្រើនណាស់អ្នកខ្លះកាត់កាលឪពុកម្ដាយបាបពួកនេះមិនមែនកាត់កាលទេគឺវិធីការពារគ្រួសារព្រោះខ្ញុំដឹងថាហ៊ុនសែនមិនសុខចិត្តទេបើខ្ញុំមិនចោះចូលគាត់នឹងធ្វើបាបក្រុមគ្រួសារខ្ញុំគាត់នឹងធ្វើបាបក្រុមគ្រួសារខ្ញុំអ្វីដែលខ្ញុំខ្លាចណាតិចអត់ផុតទេអ្វីដែលខ្ញុំសម័យឃើញនឹកថាឪពុកខ្ញុំនឹងត្រូវគេចាប់ខ្ញុំនឹងគូក្បាលខ្ញុំទីបំផុតអ្វីដែលខ្ញុំខ្លាចគឺវាកើតឡើងចំពោះខ្ញុំមែនអស់ហើយឥឡូវអ្វីដែលខ្ញុំខ្លាចដែលខ្ញុំជៀសកូនខ្មែរប្រុសឆៃរហូតដល់ខ្ញុំប្រកាសកាត់កាលឪពុកម្ដាយចោលដែលមិនដែលមាននៅក្នុងប្រវត្តិសាស្ត្រមិនដែលមានទេណាមានតែទេវតាមានតែព្រះជាម្ចាស់ទេដែលប្រទានពរក្រៅពីនឹងគឺអត់មានមនុស្សសាមញ្ញមើលមិនយល់គឺខ្ញុំបានអត់មានអាវុធខ្ញុំអត់មានសមត្ថភាពខ្ញុំអត់មានមហិទ្ធិឫទ្ធិអីទៅការពារឪពុកម្ដាយខ្ញុំទេមានតែការប្រកាសកាត់កាលឪពុកម្ដាយដើម្បីកុំឲ្យពាក់ព័ន្ធជាមួយខ្ញុំតែហ៊ុនសែនអត់សុខចិត្តទេណាកន្លែងនេះខ្ញុំថាគាត់សាហាវណាស់បងប្អូនគាត់សាហាវណាស់មែនទេសូម្បីតែខ្ញុំកាត់កាលឪពុកម្ដាយហើយក៏គាត់នៅតែទៅចាប់ឲ្យខ្ញុំដាក់គុកតទៅបានគាត់នៅតែទៅចាប់ឲ្យខ្ញុំដាក់គុកតទៅបានគាត់ចាស់ហើយអាយុអហប្រែលឪពុករបស់ខ្ញុំគាត់ចាស់ហើយមែនទេគាត់គួរតែសាងល្អគាត់គួរតែសាងល្អបើគាត់កំចាត់សត្រូវរបស់គាត់អត់ទេគាត់កំចាត់សំរងស៊ីជាគូបដិបត្តិរបស់គាត់ជា logic សមហេតុផលមែនទេទុយខ្ញុំគ្រប់គ្រងសំរងស៊ីខ្ញុំមើលទៅអយុត្តិធម៌នៅក្នុងការប្រជែងម្នាក់តាមបែបប្រជាធិបតេយ្យម្នាក់តាមអាវុធទៅកំចាត់ប៉ុន្តែវាត្រឹមត្រូវ logic ទេសារគូបដិបត្តិវាត្រូវតែកំចាត់គ្នាគាត់កំចាត់អ្នកបញ្ចេញមតិដែលធ្វើគាត់ខឹងត្រូវពីព្រោះគាត់មានអំណាចគាត់ខឹងចុះគាត់ទៅធ្វើបាបឲ្យខ្ញុំតែគាត់សល់ធွာអីគាត់សល់ធွာអីរហូតដល់កូនគេប្រកាសកាត់កាលនៅក្នុងរបបនៅក្នុងសម័យហ៊ុនសែនដែលមានកូនកាត់កាលទៅហើយហើយនេះបានជាគាត់ទៅតាមចាប់ឲ្យខ្ញុំដាក់គុកទៀតហ៎សកាត់កុំតែគាត់មានសល់ជាតិគុណធម៌ដូចសំណេររបស់គាត់តែអត់អញ្ចឹងបានជាពេលដែលគាត់នេះរឿងឪពុករបស់ខ្ញុំនេះមួយសំណេររបស់ហ៊ុនសែនគឺអត់ន័យមកគាត់និយាយកាន់តែពីនិយាយកាន់តែពីគុណធម៌មនុស្សកាន់តែក្អួតអញ្ចឹងបងប្អូនខ្ញុំនិយាយបែបនេះគឺថាជាទ្រឹស្ដីអភូតហេតុដូចខ្ញុំខ្លាចណាខ្ញុំកិច្ចណាទីបំផុតគឺកិច្ចអត់រួចទេឪពុកខ្ញុំនៅតែត្រូវហ៊ុនសែនចាប់ដោយការគិតរបស់ខ្ញុំដែរឬអីខ្ញុំមិនដឹងពីព្រោះខ្ញុំកាត់កាលប្រកាសកាត់កាលបងប្អូនណាមនីនេះហើយពីព្រោះខ្ញុំដឹងថាបើខ្ញុំមិនប្រកាសកាត់កាលទេណារ៉ូហ៊ុនសែននឹងទាញធ្វើបាបក្រុមគ្រួសារពុកម្ដាយរបស់ខ្ញុំណាឥឡូវសម្ដេចខ្ញុំកាត់កាលឪពុកម្ដាយរបស់ខ្ញុំស្ដេចគូសាហាវម្ល៉េះក៏អត់មានចិត្តសារជាតិអីជាមនុស្សធម៌បន្តិចទៅប៉ុណ្ណឹងស្អីសោះម្ល៉េះគ្នាខំកាត់កាលក្រុមគ្រួសារឲ្យសម្ដេចនៅតែតាមចាប់ឲ្យខ្ញុំដាក់គុកទៀត Tiger First តែសម្ដេចសល់សារជាតិជាមនុស្សខ្លះទេសល់សារជាតិជាមនុស្សខ្លះទេអញ្ចឹងអានឹងខ្ញុំខ្លាចណាស់សម្ដេចបើខ្ញុំកាត់កាលខ្ញុំខ្លាចរឿងហ្នឹងវាកើតទៅលើគ្រួសារខ្ញុំជារឿងធម្មតាព្រោះបើសម្ដេចកំចាត់ទូបដិបត្តិជារឿងត្រឹមត្រូវប៉ុន្តែមនុស្សអត់ដឹងអីបើសម្ដេចកំចាត់ខ្ញុំក៏ជារឿងត្រឹមត្រូវដែរព្រោះខ្ញុំស្រាតខោសម្ដេចវីខលតែពុករបស់ខ្ញុំក៏ដឹងអីទេអានឹងមួយអញ្ចឹងដូចខ្ញុំតែមនុស្សយើងបើកណ្ដាខ្លាចអីណាសំណាងមកគឺជួបនឹងជីខ្ញុំមើលទៅចំណាំចឹងបើថាកណ្ដាយើងតបៅមេជើងចពុកតែមេជើងហ្នឹងមែនទេបើថាណាផ្លោះកដៃប៉ះតកដៃហ្នឹងមែនទេបើថានៅស្អឹងរលាកខ្នងហ្នឹងប៉ះតែខ្នងហ្នឹងអាយើងបញ្ចតនាអាភូតហេតុវាកើតឡើងចំពោះហ្នឹងអញ្ចឹងខ្ញុំចង់ប្រាប់សម្ដេចទៅវិញចេះសម្ដេចខ្លាចត្រង់ណាណាអាតែនឹងអាចនឹងកើតជួបប្រទះហ្នឹងឥឡូវសម្ដេចខ្លាចដូចសំរងស៊ីបង្ខំនេះឃើញថាដូចនៅនេប៉ាល់ដូចនៅស្រីលង្កាដូចនៅបង់ក្លាប់ដែរមែនទេអីចឹងទៅសម្ដេចកំពុងតែខ្លាចអស់ហ្នឹងតែសម្ដេចបើយោងតាមទិសដៅអភូតហេតុណាគឺយើងខ្លាចអីអាហ្នឹងអាចកើតមកលើយើងអភូតហេតុកើតទ្រឹស្ដីមួយដែលអភិនិហាគុណកុសលមិនអាចទប់បានបើនិយាយអំពីសច្ចធម៌ដែលអាចទប់អភិនិហាអភូតហេតុអាក្រក់បានគឺអំពើល្អសម្ដេចខ្លាចសម្ដេចបង្កើនការចាប់នឹងគេឲ្យឈ្មោះថាសាហាវសម្ដេចបង្កើនការបង្ក្រាប
បង្ក្រាបមួយបង្កើនការជឿចាប់10ចាប់មនុស្សម្នាក់បង្កើនការជឿចាប់100នាក់ចាប់មនុស្ស10នាក់បង្កើនការជឿចាប់10000នាក់ណាពេលនោះសម្ដេចកាន់តែទុកសម្ដេចកាន់តែចាប់សម្ដេចកាន់តែការពារសម្ដេចកាន់តែសាហាវហើយវ័យសម្ដេចក៏កាន់តែជ្រេដើរឃើញទេទៅរកទីបំផុតពេលនោះជាច្បាប់ព្រះពុទ្ធសាសនាផងកម្មផលផងដែលសម្ដេចមានកូនប្រសាជាអ្នកជឿជាក់មុតមមកូនប្រសាស្រីជាអ្នកជឿជាក់មុតមមនៅពុទ្ធសាសនាច្បាស់ជាស្ដាប់សូនតារាយល់ហើយអាចយកសូនតារាធ្វើគ្រូមិនមែនសានសុជាបើកូនប្រសាសម្ដេចជាអ្នកយល់ធម៌ពិតប្រាកដសានសុជាមិនមែនជាគ្រូរបស់គាត់ទេសូនតារាទេជាគ្រូរបស់គាត់អានឹងបើយើងយោងតាមទិសដីអភូតហេតុនិងទិសដីកម្មផលបើកណាយើងខ្លាចរបស់នឹងអាចប្រទះអាហ្នឹងឃើញទេយើងអាចចំណាំមើលរបស់គ្នាអញ្ចឹងដើម្បីជិះអានឹងបាននៅក្នុងពុទ្ធសាសនាគឺគេធ្វើអំពើកុសលធម៌កុសលធម៌ឥឡូវសម្ដេចកំចាត់ខ្ញុំទៅឃើញទេព្រោះខ្ញុំនិយាយស្រាប់ថោសម្ដេចប៉ុន្តែឪពុករបស់ខ្ញុំមិនបានដែលខ្ញុំខំកាត់កាលគាត់ចោលហើយកាត់កាលឪពុកម្ដាយកូនម្ដាយមានបងប្អូនណាហើយបានជានៅទៅតាមចាប់គាត់ដល់គុកទៀតតើយើងសល់សារជាតិធម៌ទាំងណាដែលយើងអាចសរសេរពាក្យព្រោះនៅលើទំព័រ Facebook បានសែងសុកសានប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នែកកំណត់ផាត់ទីឡាំបឹកបងប្អូនចាំចំណាំឥឡូវយើងចូលដល់របៀបរកចុងក្រោយសំណួរចម្លើយនៃបញ្ហាផ្សេងៗចឹងបងប្អូនមានដូចសូនតារាថាទេបើថាយើងតបៅតាណានឹងប៉ះតាហ្នឹងឃើញទេប៉ះតាកន្លែងតបៅប៉ះតាកន្លែងឈឺហ្នឹងបើតែអាមេជើងហ្នឹងកាលពីមិនតន់តបៅណាមិនមែនបញ្ញាដែលមិនដែលបានចពុកឲ្យតែតបៅគិតទៅពីចពុកងាកចពុកឈឺបកាច់បកិនខ្លាចកន្លែងណាច្បាប់អភូតហេតុប្រទេសកន្លែងហ្នឹងសម្ដេចខ្លាចកន្លែងណាអាកន្លែងហ្នឹងនឹងអាចកើតហើយសម្ដេចខ្លាចសម្ដេចកាន់តែបង្ក្រាបកាន់តែបង្កើតនៅកំហឹងការជួយចាប់ជាសម្ងាត់នៅក្នុងចិត្តមនុស្សមិនហ៊ានបើឃើញចាប់មួយហើយគេមិនទៅហ៊ានទេប៉ុន្តែក្នុងចិត្តគេស្អប់នេះនៅលើពិភពលោករបបរាជានិយមរាជវង្សឆេងរាជវង្សហានហ្នឹងណាកាន់វារលាយសាសាហាវតើបងណាហើយមនុស្សអត់មានតែហ៊ានទៅតយទេជំនាន់មុនបើប្រហែលជីវិត7ពូជហ្នឹងប៉ុន្តែភាពរលំរលាយរបស់អធិរាជគឺកើតចេញពីសេចក្តីស្អប់របស់មនុស្សនៅក្នុងចិត្តមនុស្សអត់គ្រប់គ្រងណាបើសម្ដេចធ្វើតែរឿងដែលមនុស្សនៅក្នុងចិត្តមនុស្សមើលទៅអត់គ្រប់គ្រងអានឹងណាវាអាចចូលទៅក្នុងទ្រឹស្ដីអភូតហេតុកូនខ្មែរទ្រឹស្ដីអភូតហេតុនិងទ្រឹស្ដីកម្មផលបាទសូមនិចខ្លាចណាស់ជួបណាស់ត្រូវអាហ្នឹងទ្រឹស្ដីខ្មែរយើងតើសូបុនសោ God open the door បាទ of the hell for Hun Sen I know បាទចេះអង់គ្លេសទៀតណាបាទណែព្រះបើកទ្វារឋាននរកនៅរងចាំទទួលណាបាទប៉ាស្រីលីនមែនហើយលោកនាយករដ្ឋមន្ត្រីត្រូវបាទនេះសនរានាយករដ្ឋមន្ត្រីគេហៅគ្រប់តែគ្នាទៅគឺនាយករដ្ឋមន្ត្រីនៅក្នុងចិត្តរបស់ខ្មែរគឺថាឯនាយករដ្ឋមន្ត្រីក្នុងចិត្តមិនមែនរដ្ឋមន្ត្រីពិតអាពិតគឺនៅក្នុងចិត្តហើយអាខ្លែងគឺមិននៅក្នុងចិត្តណាបើកាលណាសនរាជានាយករដ្ឋមន្ត្រីមែនទេJonas JSN នៅក្នុងចិត្តគឺគុំតែបង្អាប់អានាយករដ្ឋមន្ត្រីក្នុងចិត្តរបស់ពិតណាអានាយករដ្ឋមន្ត្រីក្រៅចិត្តអានោះរបស់ខ្លែងមួយសួរដែរមិនចឹងលោកគ្រូឥឡូវខ្ញុំសួររឿងស្នេហាប្តីប្រពន្ធស្រីប្រពន្ធណាប្តីប្រពន្ធ2នាក់ប្តីប្រពន្ធមួយដែលស្នេហារូបភាពចាប់បង្ខំរៀបការឬក៏រៀបការតាមចិត្តឪពុកម្ដាយក្នុងចិត្តអត់ស្រឡាញ់សោះការហើយបានតែមួយអាទិត្យនេះលែងគ្នាមែនទេប៉ុន្តែគូស្នេហ៍មួយទៀតអត់បាច់រៀបការទេអត់បាច់រៀបការដោយសារតែជាប់សង្គ្រាមអត់មានពេលវេលាអញ្ចឹងទៅគឺស្រឡាញ់គ្នាអានេះស្នេហ៍ពិតណាបើកណាបានចិត្តបើកណាស្នេហានេះមន្ត្រីគឺការស្រឡាញ់ហ្នឹងឯងដូចស្រឡាញ់អញ្ចឹងគ្រប់គ្រងស្នេហាគឺការគ្រប់គ្រងហ្នឹងការស្រឡាញ់គ្រប់គ្រងគ្នាទៅវិញទៅមកហ្នឹងមែនទេទោះជារៀបការក៏ដោយឲ្យតែអត់ចិត្តជាសម្បកគឺមិនមែនជាស្នេហាពិតស្នេហាខ្លាំងខ្លាចមិនរៀបការក៏ដោយឲ្យតែចិត្តស្រឡាញ់គ្នាគឺស្នេហាពិតឬក៏រៀបការបូកជាមួយនឹងចិត្តគឺស្នេហាពិតនាយករដ្ឋមន្ត្រីទោះជានាយករដ្ឋមន្ត្រីមានផ្លាកគេទទួលស្គាល់ដើរជុំវិញពិភពលោកក៏ដោយប៉ុន្តែក្នុងចិត្តប្រជាជនអត់ទទួលស្គាល់ជានាយករដ្ឋមន្ត្រីខ្លាំងយុសប៊ុនធឿន logic នាយករដ្ឋមន្ត្រីខ្លាំងបើប្រជាជនខ្មែរយុវជនជំនាន់ថ្មីឬក៏ជំនាន់មុន
ទទួលស្គាល់ថាសនតារាជាមេដឹកនាំជានាយករដ្ឋមន្ត្រីមានន័យថាប៉ិតដែរហ្នឹងហ៊ុនម៉ាណែតគឺខ្លាំងប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាប្រាសាទ5ស្រាត់ខោជន់ផ្ដាច់ការបើជុំផ្លាស់ប្ដូរផ្នត់កំណត់បាទបើជុំសនតារាមានកិត្តិយសជាងបាទសម្ដេចនិងហ៊ុនម៉ាណែតពេលដែលគេពលរដ្ឋគ្រប់គ្រងដោយស្មោះមិនជួលមិនទិញទឹកចិត្តបាទអានឹងពិតរបស់ពិតណាលៀងងួនសួស្ដីយុសប៊ុនធឿន preserve the teacher បាទ preserve ណាសំណាងមុខរំដាកឹមនោះអត់មានអីទេលេងមានបងណាចុងក្រោយជាទូទៅវ៉ៅរ៉ាមុកបាទជាទូទៅច្រើនរូបផ្ការូបបេះដូងរូបមេដៃរូបថើបបាទសុខាគង់អរគុណលោកគ្រូតារាបាទប៉ិនសុផលក៏អត់មានអីដែរសូប៊ុនសូ persist បាទអីគេ persist បើ persist នឹងស៊ូតតាំងឬក៏គាត់សរសេរបារាំងហើយទូរស័ព្ទខ្ញុំបកប្រែទៅដឹងតែរួចក្បាលខៀវតាមពិតគាត់សរសេរបារាំងអីមិនស្រួលទូរស័ព្ទខ្ញុំហៅបកប្រែស្វ័យប្រវត្តិអូតូម៉ាទិកម៉ងស្រៀនស៊ុយសួស្ដីមានតែទៅចូលចិត្តចប់ហើយសូរិយាខ្មែរទុនបាទអ៊ីប៊ុនហុងបាទអញ្ចឹងប្រិយមិត្តមើលទៅដូចជាអត់មានអីទេ